ณะពេលដែលអ្នកផ្សេងទៀតអាចបញ្ជួលគ្នាជាមួយសត្វចម្លែកតែមួយខ្ញុំអាចបញ្ជួលគ្នាជាមួយសត្វចម្លែកចំនួន9.99 លានលើសពីនេះទៅទៀតសត្វចម្លែកដំបូងដែលខ្ញុំបានបញ្ជួលគ្នាគឺ Godzilla ដែលមានខ្សែស្រឡាយឈាមជាស្ដេចប៉ុន្តែសូម្បីតែបន្ទាប់ពីបានដាស់ទេពកោសល្យលំដាប់កំពូលបែបនេះក៏ដោយក៏ខ្ញុំនៅតែត្រូវបានមនុស្សគ្រប់គ្នាចំអកថាជាមនុស្សគ្មានបានការនេះគឺដោយសារតែប្រព័ន្ធវាយតម្លៃរបស់ពិភពលោកនេះមានលក្ខណៈបុរាណពេកមិនអាចយល់ពីសក្តានុពលដ៏គួរឲ្យខ្លាចរបស់ខ្ញុំបាននៅពេលនោះក្នុងនាមជាអ្នកឆាប់ជាតិឡើងវិញខ្ញុំក៏បានបើកភ្នែកឡើងភ្លាមមុនពេលខ្ញុំអាចមើលឃើញច្បាស់ពីបរិយាកាសជុំវិញខ្លួនព័ត៌មានដែលមិនស្គាល់មួយខ្សែបានហូរចូលមកក្នុងគំនិតរបស់ខ្ញុំការពិតទៅនេះគឺជាពិភពក្បាច់គុណកម្រិតខ្ពស់មួយដែលមានឈ្មោះថាផ្កាយខៀវដែលជាពិភពលោកមួយតែងតែត្រូវបានឈ្លានពានដោយសត្វចម្លែកដ៏គួរឲ្យខ្លាចតាមរយៈអាណាចក្រសម្ងាត់សត្វវេទមន្តដ៏គួរឲ្យខ្លាចទាំងនេះបានបំផ្លាញប្រជាជនមួយចំនួនរួចទៅហើយតាមរយៈការតស៊ូដ៏យូរអង្វែងមនុស្សជាតិបានបង្កើតប្រព័ន្ធហ្សែនសត្វវេទមន្តមួយតាមរយៈការចាក់បញ្ចូលហ្សែនសត្វវេទមន្តគេមានឱកាសដោះសោទេពកោសល្យហ្សែននិងក្លាយជាអ្នកក្បាច់គុណដែលជាមធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះអរិយធម៌មនុស្សជាតិដូច្នេះហើយផ្កាយខៀវទាំងមូលបានឈានចូលដល់យុគសម័យមួយដែលសមត្ថភាពក្បាច់គុណឈរនៅលំដាប់លើគេបង្អស់ការពិតទៅរាងកាយដែលខ្ញុំបានឆ្លងភពចូលមកនេះគឺជារបស់ក្មេងប្រុសម្នាក់ឈ្មោះអ៊ីហេដែលជាអនាគតអ្នកក្បាច់គុណម្នាក់រៀបនឹងប្រឡងចូលសាកលវិទ្យាល័យឪពុកម្ដាយរបស់គេបានស្លាប់ក្នុងគ្រោះថ្នាក់មួយកំឡុងពេលគេរៀននៅឆ្នាំទី2នៃវិទ្យាល័យដែលបណ្ដាលឲ្យម្ចាស់រាងកាយដើមបាត់បង់ការលើកទឹកចិត្តទាំងអស់សម្រាប់ការហ្វឹកហាត់និងការសិក្សាធ្វើឲ្យគេខ្លាចជាសិស្សដែលមានចំណាត់ថ្នាក់ទាបជាងគេក្នុងថ្នាក់ខណៈពេលដែលខ្ញុំកំពុងគិតថាតើត្រូវធ្វើអ្វីបន្តទៀតលោកគ្រូប្រចាំថ្នាក់ដែលមានក្បាលទំពេចបានដើរយ៉ាងលឿនឡើងទៅលើវេទិកាសិស្សានុសិស្សតើអ្នកទាំងអស់គ្នារួចរាល់ហើយឬនៅយើងរៀបនឹងចាប់ផ្ដើមចាក់សេរ៉ូមកែប្រៃហ្សែនហើយសូមមានទំនុកចិត្តលើខ្លួនឯងការគិតខំប្រឹងប្រែងរយៈពេល3ឆ្នាំរបស់អ្នកការពង្រឹងរាងកាយនិងការហ្វឹកហាត់ធម្មពលក្បាច់គុណគឺសុទ្ធតែសម្រាប់ថ្ងៃនេះបន្ទាប់ពីការណែនាំរបស់គាត់លោកគ្រូប្រចាំថ្នាក់បានដឹកនាំពួកយើងទៅកាន់សាលចាក់ហ្សែននៅលើទូក្នុងសាលនោះមានប្រអប់យោហៈចរិនតែមានបន្ទុកសេរ៉ូមដាក់ហ្សែនសេរ៉ូមនេះមានផ្ទុកនៅសែនដើមនៃសត្វវេទមន្តទាំងអស់ដែលធ្លាប់ត្រូវបានកត់ត្រាដោយអ្នកក្បាច់គុណរបស់មនុស្សជាតិបន្ទាប់ពីចាក់រួចគេនឹងស្រូបយកសែនមួយក្នុងចំណោមសែនទាំងនេះដើម្បីដាក់វាជាទូទៅកាលណារាងកាយកាន់តែរឹងមាំសែនសត្វវេទមន្តដែលត្រូវបានដាក់ក៏កាន់តែខ្លាំងដែរសិស្សនៅក្នុងថ្នាក់បានចាប់ផ្ដើមចាក់ម្ដងម្នាក់បន្ទាប់ពីចាក់រួចចំហាយទឹកបានហុយចេញពីស្បែករបស់ពួកគេហើយពួកគេទាំងអស់គ្នាបានស្រែកធ្ងរដោយការឈឺចាប់មិនយូរប៉ុន្មានខ្ញុំក៏បានចាក់ម្ជូរចូលទៅក្នុងដៃរបស់ខ្ញុំប៉ុន្តែបន្ទាប់ពីរងចាំអស់រយៈពេលយ៉ាងយូរខ្ញុំមិនមានអារម្មណ៍ឈឺចាប់អ្វីឡើយហើយក៏មិនមានការផ្លាស់ប្ដូរសូម្បីតែបន្តិចពេលនោះវងសិងដែលបានបញ្ចប់ការដាស់របស់នាងរួចរាល់ហើយនោះបានដើរមកដោយក្តីត្រេកអរអរគុណចំពោះសេចក្តីវិន័យរបស់អ្នកដទៃហើយនិយាយថាមើលទាំងអស់គ្នាមើលទៅអ៊ីហេមិនបានដាក់អ្វីទាំងអស់ឯងអាចត្រឡប់ទៅផ្ទះវិញហើយរងចាំថ្ងៃស្លាប់ទៅភ្លាមនោះបេះដូងរបស់ខ្ញុំចាប់ផ្ដើមលួចយ៉ាងខ្លាំងហើយផ្ទាំងបង្ហាញមួយបានលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំទទួលបានតម្រង់សត្វចម្លែកអាណាន់នៅពេលដែលសម្លេងជួនដំណឹងបន្លឺឡើងចង្វាក់បេះដូងរបស់ខ្ញុំបានឈានដល់កម្រិតកំណត់ដាច់ខាតរបស់វាពន្លឺពណ៌ខៀវចាស់មួយផ្លេតបានភ្លឺឡើងនៅក្នុងភ្នែករបស់ខ្ញុំហើយសម្លេងគ្រោះហឹមដែលមិនអាចទប់បានជាមួយនឹងក្លិន idol លើស្លាប់បានផ្ទុះចេញពីខាងខ្លួនខ្ញុំសិស្សដែលនៅក្បែរនោះត្រូវបានដួលខ្ទាក់ចេញហើយអ្នកដែលនៅឆ្ងាយអាចដឹងពីវត្តមានមួយដែលខ្លាំងជាងពួកគេឆ្ងាយណាស់នេះជាទម្រង់ចំណាត់ថ្នាក់ A Godzilla ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នវាមានភាពស៊ីគ្នាត្រឹមតែ 3% ប៉ុណ្ណោះវងសិងដែលនៅជាជាងគេបានបែរពពុះមាត់ហើយសន្លប់បាត់ស្មារតីនៅពេលដែលសម្ពាធបានរលាបាត់ទៅខ្ញុំបានឃើញសិស្សផ្សេងទៀតកំពុងលុតជង្គង់នៅចំពោះខ្ញុំប៉ុន្តែខ្ញុំអាចត្រឹមតែសំទោសដែលបានបង្កើតភាពវឹកវរនេះឡើងពេលនោះសម្លេងប្រកាសតាមវិទ្យុបានបន្លឺឡើងដោយតម្រូវឲ្យសិស្សវិទ្យាល័យឆ្នាំទី3ដែលដាស់រួចទាំងអស់ត្រូវបន្តដំណើរទៅកាន់អគារធ្វើតេស្តដើម្បីធ្វើតេស្តសែនសត្វវេទមន្តដែលគេបានដាស់ហើយកម្រិតក្បាច់គុណរបស់ពួកគេដោយឈានចូលទៅក្នុងឧបករណ៍រ៉ាវរកការទម្លាសែនព័ត៌មានចាំបាច់ទាំងអស់នឹងបានបន្លឺឡើងនៅទីនោះមានលីស៊ីងយួនដែលមានខ្សែស្រឡាយឈាមសត្វវេទមន្តកម្រិតទី3សត្វល្អិតជើងខ្លាំរហ័សជូជោដែលមានខ្សែស្រឡាយឈាមលំដាប់កំពូលនាគធាតុទឹកកកដែលគេក៏ជាសិស្សក្បាច់គុណកម្រិត9ផងដែរលោកឃីងជូដែលជាសិស្សក្បាច់គុណកម្រិត9ម្នាក់ទៀតមានខ្សែស្រឡាយឈាមដំណាក់កាលទី4ចាប់នរកទោះជាយ៉ាងណាក៏ដោយ
ឃីងមានការចង់ដឹងចង់ឃើញថាតើហេតុអីបានជាតម្រងសត្វចម្លែកដែលពួកគេបានដាស់ត្រូវបានចាត់ថ្នាក់តាមកម្រិតដូចជាទី3និងទី4ខុសពីរបស់ខ្ញុំដែលត្រូវបានចាត់ទុកថាជាថ្នាក់ A មិនយូរប៉ុន្មានវ៉ាក៏ដល់វៀនរបស់ខ្ញុំសម្រាប់ការវាយតម្លៃខ្សែស្លាយឈាមអ្នកគ្រប់គ្នាបានសម្លឹងមកខ្ញុំហាក់ដូចជាខ្ញុំជានិមិត្តរូបរបស់ពួកគេដោយផ្ដល់ផ្លូវយ៉ាងទូលីឲ្យខ្ញុំដើរទៅកាន់ម៉ាស៊ីននោះយ៉ាងណាមិញនៅក្នុងពិភពលោកនេះភាពរឹងមាំជាអីទាំងអស់ខ្ញុំបានផ្ញើពីសក្តានុពលគួរឲ្យខ្លាចដែលជាធម្មតាទទួលបានការគោរពពីមនុស្សគ្រប់គ្នាភូមិមនុស្សបានអបអរសាទរយ៉ាងខ្លាំងចំពោះការវាយតម្លៃរបស់ខ្ញុំដែលធ្វើឲ្យជួចូលបានចាប់អារម្មណ៍មិនយូរប៉ុន្មានព័ត៌មានរបស់ខ្ញុំបានលេចឡើងនៅលើអេក្រង់ធំប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺវាបង្ហាញត្រឹមតែព័ត៌មានជាមូលដ្ឋានប៉ុណ្ណោះអញ្ចឹងយីហេគ្រាន់តែចេះសិទ្ធិក្បាច់គុណកម្រិត3ទេតាសូម្បីតែប្អូនប្រុសរបស់ខ្ញុំក៏អាចវាយគេឲ្យចាញ់បានដែរញាក់ផ្សេងទៀតបានចង្អុលបញ្ចាំងថាខ្សែស្រឡាយឈាមដែលមិនស្គាល់របស់ខ្ញុំមានន័យថាខ្ញុំគ្មានខ្សែស្រឡាយឈាមទាល់ទេសោះប្រជាប្រិយភាពដែលខ្ញុំទើបតែទទួលបានរលាយបាត់ទៅវិញភ្លាមទោះជាយ៉ាងណាក៏ដោយនេះគឺស្ថិតនៅក្នុងការរំពឹងទុករបស់ខ្ញុំទាំងអស់Godzillaមិនត្រូវបានរកឃើញទេប៉ុន្តែវាបានបញ្ឆេះការជូនដំណឹងមួយពីទម្រង់សត្វចម្លែកអាណាន់ទោះបីជាកម្រិតនៃពងគំរូរបស់ខ្ញុំខុសពីពួកគេក៏ដោយប៉ុន្តែវាមានន័យថាឲ្យតែខ្ញុំបំពេញតាមលក្ខខណ្ឌខ្ញុំអាចចាប់យកពងគំរូពិសេសបានចំនួនដងមិនកម្រិតដោយសារតែរឿងនេះខ្ញុំអាចក្លាយជាស្ដេចនៃពួកពិសេសបន្ទាប់មកខ្ញុំបានទៅរកគ្រូបន្ទប់ថ្នាក់របស់ខ្ញុំហើយសូមច្បាប់ជប់សម្រាកដោយប្រាប់ថាខ្ញុំចង់ចូលរួមការហ្វឹកហាត់ពិសេសហើយនឹងត្រឡប់មកវិញមុនការប្រឡងចូលមហាវិទ្យាល័យគ្រូបន្ទប់ថ្នាក់បានដកដង្ហើមធំហើយអនុញ្ញាតច្បាប់ឲ្យខ្ញុំគ្រូដឹងថាឯងបានដាស់ខ្សែលោហិតហើយប៉ុន្តែមូលដ្ឋានគ្រឹះរបស់ឯងខ្សោយពេកដែលធ្វើឲ្យវាពិបាកក្នុងការប្រឡងជាប់ប៉ុន្តែកុំបារម្ភឯងអាចរៀនត្រួតថ្នាក់ហើយព្យាយាមម្ដងទៀតនៅឆ្នាំក្រោយក៏បានបន្ទាប់ពីបានថ្លែងអំណរគុណដល់គ្រូបន្ទប់ថ្នាក់ដោយស្មោះអភិចិត្តខ្ញុំបានចាក់ចេញពីសាលាហើយសម្ដៅទៅកាន់មជ្ឈមណ្ឌលអ្នកក្បាច់គុណអង់ចេងនៅតាមផ្លូវខ្ញុំបានដកប្រាក់ចំនួន6សែនដែលឪពុកម្ដាយខ្ញុំបានបន្សល់ទុកឲ្យហើយបូករួមទាំងប្រាក់1លានពីសំណងគ្រោះថ្នាក់របស់ពួកគាត់ឥឡូវនេះខ្ញុំមានដើមទុនដំបូងយ៉ាងច្រើនគួរសមបច្ចុប្បន្នខ្ញុំមានជម្រើសពីរដើម្បីបង្កើនកម្លាំងរបស់ខ្ញុំទី1គឺការបង្កើនកម្រិតអ្នកក្បាច់គុណរបស់ខ្ញុំនិងទី2គឺការបង្កើនភាពស៊ីសង្វាក់អ្នកពុំគំរូ Godzilla យោងតាមព័ត៌មានពី Infinite Monster Template ពុំគំរូនីមួយៗដំបូងឡើយមានភាពស៊ីសង្វាក់ត្រឹមតែ1បន្ទុកប៉ុណ្ណោះប៉ុន្តែ Godzilla មាន3បន្ទុករួចទៅហើយវាមានន័យថា Godzilla បានស្រូបយកប្រសិទ្ធភាពនៃសេរ៉ូមដាសែនដែលផ្ដល់នូវភាពស៊ីសង្វាក់ចំនួន2បន្ទុកនេះមានន័យថាសេរ៉ូមវិទ្យាសាស្ត្រសែននៅក្នុងពិភពលោកនេះអាចពង្រឹងសមត្ថភាពពុំគំរូរបស់ខ្ញុំបានជាជាងការហ្វឹកហាត់រហូតដល់ស្លាប់ខ្ញុំគ្រាន់តែចំណាយលុយដើម្បីបង្កើនសមត្ថភាពដោយមិនបែកប្រឹងប្រែងបន្ទាប់ពីឈុតកាត់សិស្សរបស់ខ្ញុំបានចូលទៅក្នុងមជ្ឈមណ្ឌលអ្នកក្បាច់គុណចាប់តាំងពីតម្លើងពុំគំរូ Godzilla មកខ្ញុំក៏ទទួលបានសមត្ថភាពញ៉ាណពិសេសមួយដែរគឺមណ្ឌលម៉ាហ្នេទិកនៃជីវិតដែលអនុញ្ញាតឲ្យខ្ញុំមានអារម្មណ៍យ៉ាងច្បាស់នៅថាមពលដែលកំពុងក្រហមឈាមនិងសម្រេចសត្វសាហាវនៅក្នុងខ្សែលោហិតអ្នកក្បាច់គុណនៅជុំវិញខ្ញុំតែកំពុងឆេះសន្ធោសន្ធៅដូចជាឡដុកនេះបានបង្កើនស្មារតីប្រយុទ្ធរបស់ខ្ញុំយ៉ាងណាមិញ Godzilla ក្នុងរឿងប្រពៃណីទានត្រូវបានកំណត់វាសនាឲ្យយកឈ្នះលើគ្រប់ជីវិតទាំងអស់ក្នុងនាមជាស្ដេចនៃពួកបិសាចភ្លាមនោះមានដៃមួយដាក់លើស្មារបស់ខ្ញុំយុវជនកុំលួចមេអ្នកដទៃដែលគ្មានសន្តិភាពថ្នាក់អីខ្ញុំសំទោសបងស្រីខ្ញុំមិនបានតាំងចិត្តខ្ញុំមកទីនេះដើម្បីទិញថ្នាំសែនប៉ុន្តែកន្លែងនេះធំពេកហើយខ្ញុំរកវាមិនឃើញតើបងអាចជួយចង្កូតផ្លែឲ្យខ្ញុំបានទេគាត់បានប្រដៅខ្ញុំអំពីតម្លៃនៃថ្នាំមួយដបដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយគាត់ក៏បានផ្ដល់កាតអាជីវកម្មមួយឲ្យខ្ញុំដើម្បីឲ្យខ្ញុំទទួលបានការបញ្ចុះតម្លៃបន្ទាប់ពីថ្លែងអំណរគុណដល់គាត់ខ្ញុំបានដើរតាមការណែនាំរបស់គាត់ទៅកាន់មន្ទីរពេទ្យនៃក្បាច់គុណជាកន្លែងដែលខ្ញុំបានចំណាយប្រាក់1,450,000លើថ្នាំសែនចំនួន4ដបជាមួយនឹងប្រាក់ដែលនៅសល់ខ្ញុំបានទិញឧបករណ៍មូលដ្ឋាននិងអាវុធមួយចំនួនបន្ទាប់ពីត្រឡប់មកផ្ទះវិញខ្ញុំបានចាក់ក្តាមចាក់ថ្នាំដែលក្តីរំភើបវត្ថុរាវពណ៌ខៀវខ្ចីត្រូវបានរុញជ្រុះទៅក្នុងខ្លួនរបស់ខ្ញុំហួរតាមឈាមទៅកាន់គ្រប់អវយវៈភាពស៊ីសង្វាក់របស់ Godzilla បានកើនឡើងពី 3% ដល់ 7% ហើយកាយសម្បទារបស់ខ្ញុំបានកើនឡើងពី 8 ដងដល់ 10 ឡាន
ការឡើងកម្រិតពិតជាមានអារម្មណ៍អស្ចារ្យណាស់ទោះជាយ៉ាងណាក៏ដោយប្រសិទ្ធភាពបានថយចុះបន្តិចម្ដងរយពេលចាក់ថ្នាំម្ដងកាលណាខ្លួនប្រាណរបស់ខ្ញុំកាន់តែរឹងមាំវាកាន់តែពិបាកក្នុងការបង្កើនប៉ុន្តែវានៅតែល្អក្នុងរយៈពេលត្រឹមតែប្រមាណ10នាទីខ្ញុំសម្រេចបាននៅអ្វីដែលអ្នកដទៃត្រូវចំណាយពេល3ឆ្នាំនៃការហ្វឹកហាត់យ៉ាងធ្ងន់ធ្ងរវាដូចជាខ្ញុំបានបើកមុខងារបន្លំអញ្ចឹងពេលវេលាបានកន្លងផាត់ទៅយ៉ាងលឿនរហូតដល់ថ្ងៃបន្ទាប់ខ្ញុំបានរៀបចំអ៊ីវ៉ាន់ហើយចេញដំណើរទៅកាន់ស្នាមប្រេសអាណាចក្រសម្ងាត់ដែលបានជ្រើសរើសទុកជាមុនស្នាមប្រេសអាណាចក្រសម្ងាត់ត្រូវបានបែងចែកជាផាត់មួយកម្រិតចាប់ពី S ដល់ E ដែលកម្រិតកាន់តែខ្ពស់មានផ្ទុកសត្វវេទមន្តកាន់តែខ្លាំងខ្ញុំបានចូលទៅក្នុងអាណាចក្រសម្ងាត់កម្រិត E លេខ3នៃក្រុងអាន់ចេងនៅទីនេះមានមនុស្សតិចជាងអ្វីដែលខ្ញុំបានរំពឹងទុកប្រហែលជាដោយសារតែអាណាចក្រសម្ងាត់នេះត្រូវបានបើកអស់រយៈពេលជាយូរមកហើយខ្ញុំបានមកដល់ចោកចូលនៃស្នាមព្រះអាណាចក្រសម្ងាត់នេះគឺជាការចាប់ផ្ដើមនៃការងើបឡើងរបស់ខ្ញុំដើម្បីក្លាយជាស្ដេចនៃពួកបិសាចនិយាយរួចខ្ញុំក៏បានលោតចូលទៅក្នុងស្នាមព្រះនោះតែម្ដងបន្ទាប់ពីមុខដល់ខ្ញុំបានងើបឈរមើលទៅលើហើយឃើញភពដ៏ធំសម្បើមចំនួន3កំពុងព្យួរនៅខាងលើទោះបីជាខ្ញុំបានរៀនអំពីសន្តាននៃអាណាចក្រសម្ងាត់ពីសៀវភៅសិក្សាក៏ដោយក៏វាមិនអាចប្រៀបផ្ទឹមបាននឹងការឃើញដោយផ្ទាល់ភ្នែកនោះទេភ្លាមនោះមានសត្វមួយបានលុបចូលមកជិតយ៉ាងស្ងៀមស្ងាត់ពីក្នុងស្មៅនៅពីក្រោយខ្ញុំវាគឺជាសត្វវេទមន្តកម្រិតទី1គឺទន្សាយចង្គំដាវទន្សាយចង្គំដាវបានស្ទុះមកលើរូបខ្ញុំក្នុងល្បឿនយ៉ាងលឿនទោះជាយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែគិតទៅចំហៀងហើយចាប់ក្បាលរបស់វាតើឯងស្មានថាខ្ញុំមិនអាចដឹងពីវត្តមានរបស់ឯងតាមរយៈមណ្ឌលម៉ាញេទិកនៃជីវិតរបស់ខ្ញុំមែនទេបន្ទាប់មកខ្ញុំក៏បានច្របាច់កំទេចវាឮសូរផ្លាប់បន្ទាប់ពីទន្សាយចង្គំដាវបានងាប់នៅសល់តែស្នូលវីតាមីនពណ៌សមួយប៉ុណ្ណោះវាជាគុណភាពកម្រិតធម្មតាមានតម្លៃយ៉ាងច្រើនបំផុតប្រហែល 1000 យន់ទោះជាយ៉ាងណាក៏ដោយការប្រមូលស្នូលសត្វវេទមន្តកម្រិតទី1ច្រើនពេកក៏គ្មានប្រយោជន៍ដែរវាជាការល្អបំផុតក្នុងការស្វែងរកសត្វវេទមន្តកម្រិតទី2ឬខ្ពស់ជាងនេះភ្លាមនៅពេលដែលខ្ញុំមានកំណត់នោះសត្វវេទមន្តកម្រិតទី2គឺសត្វល្អិតសាកសពបិសាចបានផ្ទុះចេញពីដីភ្លាមនិយាយពីខ្មោចមកដល់មែនខ្ញុំសោយតិចខណៈពេលដកអាវុធចេញក្នុងមួយប៉ព្រិកភ្នែកខ្ញុំបានកាប់ឈ្នួតយ៉ាងធំមួយនៅត្រង់ពោះរបស់វាបើប្រៀបធៀបទៅនឹងសម្បកដែលរឹងដូចដែកនៅលើខ្នងរបស់វាអាវុធក្រោះទន់លើពោះរបស់សត្វល្អិតសាកសពបិសាចគឺច្បាស់ជាស្រួលចាក់ទម្លុះជាងសត្វល្អិតសាកសពបិសាចបានសម្រុកមករកខ្ញុំដូចជាបាល់មូលដែលមានបន្លាខ្ញុំបានបញ្ចេញក្បាច់គុណរបស់ខ្ញុំភ្លាមហើយបានប្រើ Hyper Beam ដែលធ្វើឲ្យសត្វ Demon Corps បាក់មិនឈប់ដំណើររបស់វាបន្ទាប់មកវាបានខ្វែងចេញគោមដែលមានរាងដូចកណ្ដៀវពីរមកលើរូបខ្ញុំបានកេកផុតពីអាវុធហោះនោះយ៉ាងប្រភិតប្រផាយហើយក៏បានដកឃ្លាឲ្យឆ្ងាយភ្លាមយ៉ាងណាមិញបើគ្មានក្បាច់គុណដ៏ខ្លាំងក្លាជួយជ្រុំជ្រែងទេខ្ញុំមិនអាចទប់ទល់នឹងសត្វល្អិតនេះបានឡើយជាមួយនឹងកម្រិតអ្នកគុណនិយមបច្ចុប្បន្នរបស់ខ្ញុំត្រូវតែប្រើសមត្ថភាពពិសេសរបស់ខ្ញុំខ្សែឈាម Legendary Godzilla ចូលដំណើរការនៅខណៈបន្ទាប់ស្បែករបស់ខ្ញុំបានប្រែទៅជាពណ៌ខៀវចាស់ប្រាស្រ័យភ្នែករបស់ខ្ញុំបានភ្លឺចែងចាំងដូចជាត្បូងកណ្ដៀវហើយស្រទាប់ស្រកាដ៏រឹងមាំបានគ្រប់ដំណើរលើដៃរបស់ខ្ញុំការបង្កើនថាមពលបានឡើងដល់21ពិន្ទុក្នុងមួយប៉ព្រិកភ្នែកខ្ញុំបានទៅដល់ត្រង់ក្បាលរបស់ Demon Corps ដែលបានកាប់និងចាក់ពន្លុះពីខាងក្នុងខ្ញុំបានចាក់ទម្លុះរាងកាយរបស់សត្វនោះរហូតដល់មកខាងទៀតត្រឹមតែរយៈពេលដ៏ខ្លីខ្ញុំបានកំទេចសត្វ Demon Corps កម្រិតទី2បានទាំងស្រុងខ្ញុំបានបញ្ឈប់ទម្រង់ Godzilla ប៉ុន្តែរាងកាយរបស់ខ្ញុំបានចាប់ផ្ដើមបញ្ចេញកម្ដៅដែលលឿនលុបមកក្រៅបង្កើតជាចំហាយទឹកយ៉ាងច្រើននៅជុំវិញខ្លួនខ្ញុំនៅពេលសម្លឹងមើលទៅស្នូលមន្ត្រាមុនពណ៌បៃតងរបស់ Demon Corps ស្រាប់តែខ្ញុំមានគំនិតចង់លេបវាចូលទៅដោយមានអារម្មណ៍ជំរុះពីសភាវកិច្ចខ្លួនរាងកាយខ្ញុំមិនស្តាក់ស្ទើរឡើយហើយបានលេបស្នូលមន្ត្រាមុននោះចូលទៅក្នុងមាត់តែម្ដងបន្ទាប់មកស្នូលមន្ត្រាមុននោះត្រូវបានស្រូបចូលទៅក្នុងរាងកាយរបស់ខ្ញុំហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ
เพียบสีสังวะกินยระบอกกอดสิละบานการล้างส่วนขเบียใบเพียรอยเนื้อเปื่อยขึ้นแบบนี้ขี้นุ่งมีนเจ็ดเตรออจีคลังทน้ำแสนได้มีนตำไหลรอบแสนเติบแต่บังเกริ่นพีบสีสังวะกินยระบอกนิ้มบานมุ้ยพีรอยปนนอขณะใดสโนระเบิดสัตว์จำลายกมรติปีไอท์วลายบานซ้อนเจ็กใบพีรอยใบหรือบูนกรอบในสโนแต่งอ่อนนี้คือสมัยหนึ่งทนำมวยดอตตัวไฮจงไรย่อขยุ้มขาดลุยติงทนำแต่งโนออร์ลิงด้อยบังแวกาสาวสได้ตัวเจียกำลังจัดขยุ้มบานสำหรับจัดบอระบันเป็นมือยุบด้อยปลายปรักเมดไดจีวัดขยุ้มบานสไวโรกติดตั้งระบบซัดจำไหลจิชรานเตียดเตเวลีบานกำลังพอเตยยังเลื้อนระโหดดอทไงตรองในทไงบรรทอบขยุ้มบานได้เจนปีอาณาจักรสงับเหล็กใบจำพวกบ่าวมุ้ยได้เป็นแต่ดอยสโนลมุนอากุมมันตัวปีพีบสีสังวะกันยีระบอกขยุ้งลางดอปมบนเฟียร้อยกาเล็บสโนลมุนอากุมปอซอทั่วกาการลังติ๊กตุยบนพดโดยชนะวิจิกาประสาเจียงคังการลุกปุ๊บเดียดำใบยกลุยสรุปเมามินสโนลมุนอากุมปอซอจำนวนมาพลีกรอบหนึ่งปัวใบตองจำนวนบนกรอบมันต่อปีหลวงปุ๊บเบียตันอ๋อขยุ้มตัวบานปรักจิตปีแรนเกรดิตตึงต้มหนึ่งหนูเนื้อเครื่องอาณาจักรสำงัดกำรัดเดเล็กบุนในที่กรงอันเชิงกลุ่มยะกุนนิยมมวยกลุ่มบานเตรียมคลวนเช่นเบสกรรมปนแต่โดยซักว่าสมาชิกมือแนกพวกเรศหรือจวนนามแนกปีตีพนักเงียเมกรมลินเฮบานแน่นอมเขียมทาไอ้คือจีโกนสัสเนกุนนิยมกำรัดปลำบนได้มีชโมทาดัดศิลาเมนเตคิ้วมันอาโจตะเครื่องอาณาจักรสำงัดกำรัดเดกนองนิมจีเสบานลอยโดยเฉพาะเขียงบ้านอ้อยตีพนักเงียโคฉบับมวยบังเกิดอัตสังงานคลายคลายเขียงดัดศิลาจีชโมเดจำไลกนะตัวขี้อย่างนาก็ดอยขนมนิ่มจีโกนสัสเนกุนนิยมกำรัดพรามบนไอ้ปุจีมันเมียนและขณะสมบัติกรุกร้อนดำใบโจลตะขนงอาณาจักรสำงัดกำรัดเดนุตีกรมระบายยึงไอ้พัตลเอากาไอ้สังเกตมือในเรียนโสดปันตาไอ้ดัดคาดมันเจอเธอไอ้ปุเยียงตึฟเจียงลายบรรทอปีกรมได้มีสมาชิกประมือยักบานเตรียมคลุนรุดร้อนปุกเกบานลางเรือรถยนต์เบิดเพลาให้บากสำดาวตะการจรอกแบกในอาณาจักรสำงัดเลือกนี้บรรทอปีโจนตึกนงอาณาจักรสำงัดเอาไว้ได้เล็กลางในจมปุมุกปุเยิงคือเวียร์ไซด์ดอทมละวึงละเว้ยขิเมียนตีบรรจับเบสกรรมประมันได้ลินเฮหนึ่งกลุ่มระบอกกอดบานตะตูลคือการสไฟโรกรุกจิตอาณาจักรสำงัดไม่ยั้งได้มีชโมทาพลัดจิตฟลาเวอร์นี้คือชีลึกที่ปีให้ได้ปุกเกบานโจนมกนงอาณาจักรสำงัดนี้กาปีเลือกหมุนพวกเก็บบานเราเคยตำบานตูเตอใน Blood Jade Flower ดอยจุกใจได้เตรบานเยี่ยมกำได้สัตว์จมไหลกำรัดเมตอบลำดับที่ปีเพียมโนพุ่งสัตว์กันดอบิสัตได้บานเหล็กล้างดำใบเด้งตามรถยนต์ระบยึงตัวจะอย่างนาก็ดอยฮูดนาทีโนดำใบจัดการพวกเก็บบานอย่างงี้ส่วนโดยบานกระแวงกำเบิดใครจุจร้านแดบตกโดยธรรมปุลกบัดกุนตึกันเนเด้งตามให้บานจากจำกบาสัตว์จำไหลติงโนอย่างตรำเตรธรรมปุลกบัดกุนบานประตูล้างเนเปป่าตรงเกียกขณะได้รถยนต์เนแต่บันต่อเบาตะมุกมันอยู่ปันหมานรถยนต์บันชุบในกบายโออาซีมวยขนมเวียลสัตว์ Blood Jade Flower ดาลินเฮกำปงสไปโรคือสถัดในขนมโออาซีโนได้ซาแดเบซัดในขนมโออาซีมีนเพียบประหัตหุ่นครั้งสมเล็งมาซีนรถยนต์เบิดเพลาประกาศจิตรบานเกตดังโดยชนะกรุบขเนียบันจอปีรถยนต์ให้บรรต่อดำนายได้ทำไมเจิงขนมเนียมจิเมกรงลินเฮบันจับประดามแบ่งใจพิรกิจชาวช้าบันติดติดนี้เนียงเตรบานกรบใบปนลือดำใบระบวงสัตว์นู้ไอเจนมุกชาวอูหนึ่งฮุดเนี่ยตังปีเดียบจอมอันเตียกโอลิวทั่วกาบานความโตรขยงหนึ่งแต่ตัวบรรทุกวีสำรกปีขังมุกแดดศิลาอันกรอนเตเมอร์สันตือบานหอยบรรต่อปีกาแบ่งใจพิรกิจรุยร้อนกรุบขเนียบันจับประดามทัวสกรรมเพียบกรอบใบปนลือมุ้ยบันห่อลังเรืออากาศโดยบรรเจงสำเร็จประตูอย่างครั้งหนึ่งคลื่นเพโรโมนไดเลียลามจิมวยคลื่นโรบาซัตจำไหลกำเริดกตัวมันอยู่ประมาณสัตว์จำไหลกำเริดตีปีดราก้อนก็บ้านเงือบเจนพิครอมได้อย่างใจบรรต่อพิแผนการเดบันอนุวัตอย่างเหลาลินแฮอัดกัดกบาระเบดราก้อนบ้านเวียบันดัวแต่เลยได้ขณะได้สมาชิกแต่งบันหมกจูบจุ่มขเนียต่อบรรต่อดำนาวตะหมกเตียดเพลียมนุได้ระบอเนี้ยบันเล็กหลางไปเลยลินเฮสำนางเหลาได้เคียงบันปรงประหยัดหนึ่งเมียนประติกรรมเฟรียมโดยบ้านบรรจังไฮเพอร์บีมเป็นกำลังได้บ้านสำหรับดราก้อนนูยองส่งเกือบเพี้ยนมีการพยาฝ่ายอย่างครั้งได้ตรำแต่คนเสอในคนนิยมโดยชิดยมมีกำลังไอทัวไอสัตว์จำไหลกำเนิดตีปีรงกุรงเกอบ้านกำลังนี้บานทัวไอโปเกตตัวสกอตชยมให้โปเกแรงจัดตุกยมเจบรรทุกเตียดหายบรรท้ายจีเสมอมาเนี่ยมันอยู่ประมาณเยอะบันเราคืนโกดาวในเบสกรรมในจอมกันดาเบิงโออาซีนุคือพลายบลัดเจดฟรุตกล่าวพิพลายชื้อยังกับประมูลพอลบานเนสโนนมนตรากาชบอนเนกเดย์ทั้งได้เนเปเดลินเฮกำปุ้งแต่มีนจิตสบายรีกรีครั้งสรับแต่มีนกาพลัสปโดมวยบานกัดลังเพลียม
សមាជិកក្រុមម្នាក់ឈ្មោះ Hood បានបើកការវិប្រហាដោយមិនឲ្យដឹងខ្លួនជាមួយនឹងកាំបិតឃ្លីដែលមានជាតិប៉េះដោយចាក់ទៅលើពោះរបស់គាត់ Hood តើអញកំពុងធ្វើអ្វីហ្នឹងបន្ទាប់មកបរិសតំប៉ែកដែលមានរូបរាងរឹងមាំម្នាក់បានផង្ហាញខ្លួនបរិសតំប៉ែកនោះមានឈ្មោះថាហួពងគាត់ជំនាញខាងប្លន់យកផលលាភពីអ្នកក្បាច់គុណដែលទទួលបានពីការរុករកក្នុងអាណាចក្រសម្ងាត់លីនហេបានខ្ទប់ពោះរបស់គាត់តើអញដឹងពីកន្លែងនេះដោយរបៀបណាហួពងទោះជាយ៉ាងណាក៏ដោយខ្ញុំបានសន្និដ្ឋានថាកាំបិតឃ្លីពីមុនបានបញ្ជូនព័ត៌មានដែលចាំបាច់ហួតមិនបាននិយាយច្រើនឥតប្រយោជន៍ទេគេបានឃ្វៀងព្រួយតូចមួយមកមុនដោយតម្រង់មករកខ្ញុំបានញញឹមហើយស្មារតីប្រយុទ្ធនៅក្រងភ្នែករបស់ខ្ញុំបានឆេះសន្ធោសន្ធៅដូចជាភ្លើងសញ្ញាមើលទៅដូចជាខ្ញុំត្រូវបោះសម្អាតសម្រាមចោលហើយភ្លាមនោះហួតបានបញ្ចេញកាំបិតឃ្លីៗយ៉ាងច្រើនសន្ធប់មករកខ្ញុំប៉ុន្តែខ្ញុំបានរៀបរាងការវាយប្រហារនោះយ៉ាងងាយស្រួលជាមួយនឹងសំឡេងស្រែកយ៉ាងខ្លាំងហួតបានឆ្លៀតឱកាសចូលមកគេដោយបង្វិលខ្ញុំនៅលើអាកាសឱកាសដ៏ល្អឥតម្ចាស់ដើម្បីសាកល្បងជំនាញថ្មីរបស់ខ្ញុំចេញពីចុងរៀមដៃរបស់ខ្ញុំកាំរស្មីមួយបានចាក់ទម្លាបេះដូងរបស់ហួតរាងកាយដាក់ខ្ទិះធំរបស់ហួតបានដួលទៅលើដៃបច្ចេកទេសશែនឬតើអញមកពីខ្សែស្លាយជាមួយញ៉ាខ្ញុំមកពីត្រកូលកតស៊ីឡាតើអញចង់លុតជង្គង់អង្វរសុំក្តីមេត្តាដែរឬទេទោះជាមានបច្ចេកទេសશែនក៏ដោយក៏អញមិនអាចបិទកម្លាត់ក្បាច់គុណដ៏ធំធេងនេះបានទេការដាក់ខ្សែស្លាយឈាមខ្លះឃុំភ័យរន្ធត់ដល់ការសាហាវហួពងបានរីកមាឌយ៉ាងធំសម្បើយដូចជាខ្លះឃុំភ័យរន្ធត់ផ្ទាល់តែម្ដងដោយបញ្ចេញបច្ចេកទេសក្បាច់គុណកំពូលភ្លុំរញ្ជួយក្នុងមួយប្រព្រឹត្តភ្នែកឃីងបានអូនគេចហើយម្រាមដៃរបស់ឃីងបានកាំរស្មីម្ដងទៀតទៅកាន់កាជាងរបស់ហួពងដែលជាកន្លែងមានការការពារខ្សែពុំភ្លុំប៉ុន្តែដៃរបស់គេនៅតែក្រវៃដូចជាពូនីលកាដាក់ធំនៅពេលដែលឃីមគេចពីការវាយប្រហាររបស់គេទោះជាយ៉ាងណាក៏ដោយការដេញតាមរបស់គេគឺមិនឈប់ឈរហើយដៃដ៏ធំរបស់គេបានផ្គុំចូលគ្នាវិញដោយបំណងកំទេចឃីងការទះដៃចូលគ្នាបង្កើតឡើងជាកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ជូនរលកធាតុអាកាសតើអញធ្វើរួចរាល់ហើយឬនៅព្រោះឥឡូវនេះដល់វិញរបស់ឃីងម្ដងហាក់ជាមួយនឹងបច្ចេកទេសស្នូរលាចូលគ្នាកាត់ដាប់ដៃកំទេចភ្លុំកណ្ដាប់ដៃរបស់ខ្ញុំត្រូវបានស្រោបដោយថាមពលក្បាច់គុណពណ៌ខៀវហើយកណ្ដាប់ដៃពណ៌ខៀវយ៉ាងច្រើនសន្ធប់បានសម្រុកបុកទៅលើហួផឹងដែលមានរូបរាងដូចខ្លាឃ្មុំមិនយូរប៉ុន្មានគេបានត្រឡប់ទៅជារូបរាងមនុស្សវិញដែលត្រូវគេវាយរហូតដល់ខ្លាចជាសាច់ឈាមរៃប៉ាយឯងថែមទាំងមានបច្ចេកទេសសែនរែងមានឧស្ម័នពុលទៀតផងពិតជាថោកទាបណាស់អ្នកក្បាច់គុណដ៏អាក្រក់ដូចជាឯងប្រកបជាត្រូវទទួលទណ្ឌកម្មខ្ញុំដាក់បណ្ដាសាឯងមនុស្សកាន់តែច្រើនឡើងនៅតែបន្តដាក់បណ្ដាសាឃ្មុំតើឯងស្មានថាខ្លួនឯងជាអ្នកណាទៅ9ថ្ងៃបានកន្លងផុតទៅយ៉ាងលឿនថ្ងៃនេះការប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិបានចាប់ផ្ដើមជាផ្លូវការហើយសួស្តីបងប្អូនជាសានុសិស្សការចុះឈ្មោះចូលរៀននៅសាលាក្បាច់គុណជាន់ខ្ពស់ទូទៅសម្រាប់ឆ្នាំនេះហៀបនឹងចាប់ផ្ដើមហើយជាដំបូងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អក្នុងវិស័យក្បាច់គុណការប្រឡងចូលមហាវិទ្យាល័យនឹងប្រើប្រាស់ប្រព័ន្ធប្រកួតចម្រុះសិស្សនឹងត្រូវប្រកួតគ្នាជាគូនៅក្នុងសង្វៀនហើយអ្នកឈ្នះនឹងឡើងទៅវគ្គបន្តការប្រឡងនឹងមានរយៈពេល3ថ្ងៃ2ថ្ងៃដំបូងគឺសម្រាប់វគ្គចម្រុះហើយមានតែសិស្សដែលបានឡើងទៅវគ្គបន្តប៉ុណ្ណោះដែលនឹងចូលលងនៅថ្ងៃទី3សិស្សម្នាក់ៗត្រូវប្រយុទ្ធ3ប្រកួតក្នុងវគ្គចម្រុះសិស្សដែលចូលដល់វគ្គចម្រុះបន្តនឹងបន្តការប្រកួតរហូតដល់រកខែកម្ពុជាអ្នកប្រាជ្ញប្រចាំឆ្នាំនេះអ្នកទាំងអស់គ្នាស្បៃអនាគតរបស់មនុស្សជាតិនៅលើស្មារបស់អ្នកដើម្បីខ្លួនឯងនិងដើម្បីមនុស្សជាតិសូមបង្ហាញកម្លាំងរបស់អ្នកនៅក្នុងការប្រឡងចូលមហាវិទ្យាល័យនេះខ្ញុំសូមប្រកាសបើកការប្រឡងចូលមហាវិទ្យាល័យក្រុងអញចាំងជាផ្លូវការនៅពេលដែលសម្ដីរបស់គាត់បានបញ្ចប់បេក្ខជនជាច្រើនបានចាប់ផ្ដើមឡើងលើសង្វៀនម្នាក់បន្តពីម្នាក់បានចាប់ផ្ដើមប្រយុទ្ធនៅលើសង្វៀនលេខ6បេក្ខជនប្រកួតជាខ្ញុំនិងហងថងថងទោះជាយ៉ាងណាក៏ដោយខ្ញុំមិនទាន់បានមកដល់ឡើយទេការជួបជុំសែនជាការអាម៉ាពិសូចន៍នៅក្នុងជីវិតរបស់ខ្ញុំធ្លាប់គិតថាជាងចុកភ្លើងដ៏កាសាហាវរបស់ខ្ញុំអាចធ្វើឲ្យអ៊ីហេអាម៉ាមកបានយ៉ាងសមរម្យប៉ុន្តែសម្រាប់នៅបែរជាខ្លាចរហូតដល់មិនហ៊ានបង្ហាញខ្លួនទៅវិញពិតជាគួរឲ្យធុញណាស់ក្នុងពេលជាមួយនោះពួកជាចាំបានចាប់ដើមនៅខាងហ្វូងមនុស្សថាខ្ញុំជាមនុស្សកំសាកដែលកំពុងតែញ័រខ្លួននៅលើគ្រែទោះជាយ៉ាងណាក៏ដោយនៅពេលដែលអាញាកណ្ដាលហៀបនឹងកាត់សេចក្តីឲ្យខ្ញុំចាញ់ដោយស្វ័យប្រវត្តិអ្នកក្បាច់គុណនៅក្នុងសង្វៀនបានដឹងពីវត្តមានដែលកំពុងចូលមកដល់ដូចជាអាចផ្កាយពណ៌ខៀវដែលមានផ្សែងខ្ញុំបានហោះកាត់មេឃហើយចុះចតទម្រង់មករកសង្វៀនតើមានរឿងឈួតអ្វីកើតឡើងនឹងក្នុងមួយរំពេចជើងរបស់ខ្ញុំបាននៅគៀកនឹងហងថងថងទៅហើយខ្ញុំបានទាត់នាងចេញពីដែនកំណត់សង្វៀនដោយកម្លាំងយ៉ាងខ្លាំងស្ទើរតែទៅហើយខ្ញុំស្ទើរតែត្រូវត្រឡប់មកវិញនៅឆ្នាំក្រោយបាត់ទៅហើយហ្វូងមនុស្សបានស្រែកហួរចំពោះការបង្ហាញកម្លាំងរបស់ខ្ញុំប៉ុន្តែខ្ញុំកំពុងតែរីករាយចំពោះភាពស៊ីគ្នាមកថៃពីលយដែលទើបតែទទួលបាននិងពិន្ទុសុខភាពទូទៅ226ពិន្ទុលីនហេបានផ្ដល់ផ្លែត្បូងឈាមមកខ្ញុំជាការអរគុណហើយខ្ញុំក៏បានស្រូបយកវាដោយធម្មជាតិបន្ទាប់ពីបានយកឈ្នះហងធុងធុងយ៉ាងងាយស្រួលខ្ញុំបានបន្តប្រយុទ្ធពីជំទាត់ជាមួយអ្នកដទៃដោយឈ្នះទាំង3ប្រកួត
ជ័យជំនះនីមួយៗត្រូវបានសម្រេចដោយការទាត់តែមួយជើងប៉ុណ្ណោះมันមានអ្វីគួរឲ្យភ្ញាក់អាលទេខ្ញុំបានចូលទៅក្នុងវគ្គជំរួបន្តដោយជោគជ័យអ្នកជ្រើសរើសបុគ្គលិកជាឆាប់ពួកគេមិនជឿថាខ្ញុំអាចធ្វើវាបានបន្ទាប់ពីបានកត់សម្គាល់ពីការសម្ដែងរបស់ខ្ញុំអនុរោគសភាប្រឡងជាច្រើនអ្នកបានចូលមកជិតខ្ញុំ Sus Ihe សូមមេត្តាសហការជាមួយយើងត្រូវធ្វើតែកម្រិតអ្នកក្បាច់គុណរបស់ប្អូនឡើងវិញឥឡូវនេះកម្រិតទី9គុណ Sus ក្បាច់គុណ Sus Ihe កាលពីកន្លះខែមុនអ្នកទើបតែជាអ្នកហត្ថការក្បាច់គុណកម្រិត3ប៉ុណ្ណោះពួកយើងថែមទាំងបានឃើញថាអ្នកបានទៅកាន់តំបន់អត្ថាកម្លាប់កម្រិត A ជាញឹកញាំទៀតផងហេតុអ្វីបានជាអ្នកធ្វើរឿងបែបនេះនៅពេលឮបែបនេះខ្ញុំក៏បានប្រឌិតរឿងយ៉ាងរស់រវើកមួយឡើងគឺដើម្បីលុតដំខ្លួនឯងមុនពេលឪពុករបស់ខ្ញុំចែកឋានទៅគាត់បានបន្សល់ទុកនូវសម្ដីមួយឃ្លាឲ្យខ្ញុំថាដើម្បីឈានហួសពីភាពជាមនុស្សយើងត្រូវតែបោះបង់ចោលនូវភាពជាមនុស្សរបស់ខ្លួនដូច្នេះហើយទើបខ្ញុំបន្តទៅកាន់តំបន់អត្ថាកម្លាប់ដើម្បីប្រយុទ្ធក្នុងការប្រយុទ្ធមួយទៅកាន់ការប្រយុទ្ធមួយទៀតខ្ញុំក៏បានទម្លាយសរសែនរបស់ខ្ញុំបានសម្រេចអ្វីទៅអ្នកបានទម្លាយសរសែនរបស់អ្នកហើយឬនេះជារឿងធំណាស់យើងត្រូវតែរាយការណ៍រឿងនេះជាបន្ទាន់បន្ទាប់ពីនោះមកខ្ញុំមានអារម្មណ៍ថាខ្លួនឯងបានក្លាយជាបុគ្គលដែលគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយមិនដឹងខ្លួននៅថ្ងៃប្រកួតជុំជម្រុះឡើងថ្នាក់ខ្ញុំបានឈានជើងចូលទៅក្នុងសង្វៀនគូប្រកួតរបស់ខ្ញុំលើកនេះគឺលួស្វិនមកពីវិទ្យាល័យលេខ3នៃទីក្រុងអានឆេងដែលជាអ្នកក្បាច់គុណមានកម្រិតដាំដួលកម្រិតកំបីនិងបានដាស់ឈាមចរនៃសត្វវេទមន្តកម្រិតដ៏មានឥទ្ធិពលកម្រិតទី2អ្នកអាចវាយលុកមុនបានដោយឃើញថាខ្លួនត្រូវបានគេមើលងាយលួស្វិនក៏បានដាស់ឈាមចររបស់គេហើយប្រើបច្ចេកទេសក្បាច់គុណក្រញាំផ្លេចបន្តក្រញាំដ៏មុតស្រួលរបស់គេបានតម្រង់មករកបំពង់ករបស់ខឿងចំទោះជាយ៉ាងណាក៏ដោយខឿងបានចាប់ក្រញាំដែលកំពុងវាយលុកនោះយ៉ាងងាយស្រួលសន្ទុះវាយលុកល្អណាស់ប៉ុន្តែវានៅឆ្ងាយពីការសម្រុកចូលរបស់បុរសត្រងោម្នាក់នោះណាខឿងបាននិយាយទាំងលើកដៃឡើងខ្ពស់ទៅលើអាកាសរួចក៏សំពងមួយបាតដៃទៅលើក្បាលរបស់លួស្វិនអ្នកឈ្នះគឺនៅតែជាខឿងអ៊ីហេម្ដងទៀតការបដិគូប្រកួតឲ្យសន្លប់ក្នុងមួយប៉ព្រិកភ្នែកម្ដងទៀតហើយវាគឺជាការយកឈ្នះលើបេក្ខជនលេខឆ្លួលួស្វិនទៀតផងប្រអប់សារនៅក្នុងការផ្សាយផ្ទាល់បានបន្ទោះឡើងយ៉ាងខ្លាំងអានុភាពក្បាច់គុណដាច់គេដែលខ្ញុំបានបង្ហាញបានធ្វើឲ្យចំណងចំនួនចិត្តអ្នករាល់គ្នាឆាបឆែកឡើងនៅពេលមើលឃើញលួស្វិនត្រូវបានបុគ្គលិកពេទ្យសែងចេញពីសង្វៀនភ្នែករបស់ជូជោពោពេញដោយស្មារតីចង់ប្រយុទ្ធពិតជាមិនខុសពីបុរសដែលខ្ញុំបានសម្លឹងទុកមែនខ្ញុំត្រូវតែជួបអ្នកនៅក្នុងវគ្គផ្នែកប្រត់ឲ្យបានប្រធានផ្នែកទទួលសិស្សនៃសាកលវិទ្យាល័យ Imperial ក៏បានឃើញការបង្ហាញសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្ញុំតាមការផ្សាយផ្ទាល់ផងដែរខ្ញុំចង់បានព័ត៌មានទាំងអស់របស់គេក្នុងរយៈពេលកន្លះម៉ោងភ្លាមបន្ទាប់ពីការប្រយុទ្ធរបស់ខ្ញុំបានចាប់ផ្ដើមការប្រកួតទី2នៃជុំជម្រុះក៏បានចាប់ផ្ដើមយ៉ាងសស្រាក់សស្រាំនេះគឺជាការប្រកួតរបស់កៃសោលីងដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្សត្រីនៃវិទ្យាល័យកម្រិតខ្ពស់លេខ2នៃទីក្រុងអានឆេងចំណែកឯបេក្ខជនដែលជាគូប្រកួតគឺលីវឃីងជូដែលជាផ្កាខ្ពស់ឆ្ងាយមិនអាចឈោងចាប់បាននៃវិទ្យាល័យកម្រិតខ្ពស់លេខ1នៃទីក្រុងអានឆេងហើយការប្រកួតក៏បានចាប់ផ្ដើមជាស្ថាពរត្រឹមតែមួយរំពេចជើងរបស់កៃសោលីងបានគ្រវីសម្ដៅទៅរកករបស់លីវឃីងជូបាត់ទៅហើយចាំមើលថាតើអ្នកអាចរក្សាទឹកមុខស្មៅធេងបែបនេះបានយូរប៉ុណ្ណាទៀតនៅពេលដែលគ្រៀងផ្ដួលអ្នកទៅលើដីលីវឈីងជូបានតបតវិញដោយសិល្បៈសម្ងាត់ប្រចាំត្រកូលរបស់នាងគឺគម្ពីរពន្លឺដ៏រុងរឿងជើងរបស់ឆៃសោលីងស្ទើរតែត្រូវបានគ្របពង្ដាប់ដោយថាមពលក្បាច់គុណដែលដូចជាទឹកប៉ុន្តែនាងបានកេកចេញនិងបង្កើតគម្លាតក្នុងមួយប៉ព្រិកភ្នែកនាងបានប្រើជំនាញក្បាច់គុណជំហានក្លាភៀវទោះជាយ៉ាងណាក៏ដោយបាតដៃរបស់នាងបានឈប់នៅត្រឹមតែប៉ុន្មានអ៊ីងពីចង្កេះរបស់លីវឈីងជូដោយមិនអាចរុលទៅមុខទៀតបានឡើយចង្រៃណាវាគឺជាអន្តៈកម្លាំងបឺតនៃខ្យល់មិនអនុញ្ញាតឲ្យខ្ញុំដកខ្លួនចេញបានឡើយនៅខណៈនេះលីវឈីងជូបានវាយលុកជាលើកដំបូងជាមួយនឹងជំនាញក្បាច់គុណកម្រិតលឿងដ៏ជ្រាវជ្រៅគឺមៀមដៃដបងបុរាណអ្នកក្បាច់គុណដែលបានទស្សនារឿងនេះតាមការផ្សាយផ្ទាល់សុទ្ធតែបានបើកភ្នែកធំឆៃសោលីងបានតបតវិញជាមួយនឹងការដាស់ឈាមជួររបស់នាងគឺស្ដេចខ្លាក្រញាំស្រមោលដោយការប៉ះជើងស្រាលរាងកាយរបស់នាងបានរំកិលជិនយ៉ាងទន់ភ្លន់ដើម្បីបង្កើតគម្លាតប៉ុន្នេះគឺគ្រប់គ្រាន់ហើយឆៃសោលីងមានការខឹងសម្បារយ៉ាងខ្លាំងនៅចំពោះមុខការវាយលុកដោយបាតដៃដ៏មានឥទ្ធិពលលាវឈីងជូបានប្រើភាពទន់ភ្លន់ដើម្បីយកឈ្នះភាពរឹងមាំកម្លាំងបាតដៃរបស់ឆៃសោលីងបានរលាបាត់អស់ទាំងស្រុងមិនបានជោគជ័យក្នុងការវាយលុកលើកដំបូងឆៃសោលីងបានប្រើថាមពលឈាមដ៏ខ្លាំងក្លារបស់នាងដើម្បីកំទេចខ្សែដែលមើលមិនឃើញរបស់លាវឈីងជូនិងរាងកាយដ៏តូចច្រឡឹងរបស់នាងបានលោតឡើងទៅលើអាកាសដើម្បីទាត់មួយជើងទៀតឃើញបែបនេះលាវឈីងជូក៏បានប្រើបច្ចេកទេសក្បាច់គុណកម្រិតលឿងដ៏ជ្រាវជ្រៅមៀមដៃត្បូងបុរាណម្ដងទៀតចុងមៀមដៃពណ៌ត្បូងបានប៉ះទង្គិចជាមួយនឹងការទាត់ដ៏មានឥទ្ធិពល
ចរិនធម្មពលក្បាច់គុណដ៏ខ្លាំងក្លាទាំងពីរបានប៉ះទង្គិចគ្នាបណ្ដាលឲ្យសង្វៀនដែលធ្វើឡើងជាពិសេសដល់ខាងជើងរបស់ពួកគេបែកខ្ទេចខ្ទីមនុស្សរាប់សែននាក់បានទស្សនាដោយក្តីបារម្ភចង់ដឹងថានរណានឹងក្លាយជាអ្នកឈ្នះនៅពេលដែលធូលីបានរលាបាត់អ្នកដែលប្រញាប់ខ្លួនមុនគេគឺឆៃសោលីងនាងមានឈាមចូលខ្លួនដែលត្រេកត្រក់តាំងទូដប៉ុន្តែចុងក្រោយក៏បានដួលសន្លប់ដោយសារការអស់កម្លាំងផ្ទុយទៅវិញលាវឈៀងជូបានឈឺយ៉ាងរឹងមាំដូចជាទេពធីតាមកពីពិភពផ្សេងលាវឈៀងជូជាអ្នកឈ្នះមិនយូរប៉ុន្មានការប្រកួតក៏បានបញ្ចប់ហើយពិធីចាប់ឆ្នោតជ្រើសរើសអ្នកឡើងទៅវគ្គ8អ្នកចុងក្រោយក៏បានចាប់ផ្ដើមខ្ញុំគឺជាអ្នកមេត្រីចាប់ឆ្នោតបន្តអូអ្នកនៅក្រុម A ដែរឬខ្ញុំក៏នៅក្រុម A ដែរដូច្នេះមើលទៅពួកយើងនឹងត្រូវប្រឈមមុខគ្នាហើយខ្ញុំឈ្មោះឈិនគួនមកពីវិទ្យាល័យឯកជនឈីងហ្វឹងការប្រកួតរបស់យើងគឺជាគូទី2នៅលើសង្វៀនចាំមើលពួកគាត់ប្រកួតគូទី1សិនទៅលអស៊ីខ្លាំងណាស់ប៉ុន្តែបើប្រៀបធៀបជាមួយជូជៅគេគ្មានឱកាសឈ្នះឡើយអ្នកឈ្នះនៃការប្រកួតនេះគឺឈូជៅនៃវិទ្យាល័យកម្រិតខ្ពស់លេខ1នៃទីក្រុងអានជឹងបើប្រៀបធៀបជាមួយខ្ញុំឬខ្ញុំគឺជាប្រធានក្បាច់គុណនៃឆ្នាំទី3នៃវិទ្យាល័យឯកជនឈីងហ្វឹងដៃគូពីរអ្នកគិតរបស់ខ្ញុំបូកបញ្ចូលគ្នាប្រហែលជាមិនអាចយកឈ្នះខ្ញុំបានផងតាមពិតទៅនៅក្នុងការប្រឡងចូលមហាវិទ្យាល័យនេះខ្ញុំគិតថាអ្នកគឺជាគូប្រកួតដែលខ្លាំងបំផុតខ្ញុំមានអារម្មណ៍រហ័សរហួនខុសពីគេតាំងពីក្មេងមកម្ល៉េះខ្ញុំអាចមានអារម្មណ៍ថាអ្នកគឺដូចជាភ្នំភ្លើងដែលកំពុងដេកលក់ដោយមានសត្វចម្លែកដ៏ធំសម្បើមមួយនៅក្នុងខ្លួនញាក់ប៉ុន្តែវាហាក់ដូចជាដល់វេនរបស់យើងហើយនៅពេលនេះការប្រកួតជម្រុះកម្ពុជាអ្នកខ្លាំង8នាក់ចម្លងទី2ស៊ិនគួនប្រកួតជាមួយអ៊ីហេជាមួយនឹងបញ្ជារបស់អាជីកាន់ដាល់ស៊ិនគួននឹងឃ្លុំបានវាយកណ្ដាប់ដៃដាក់គ្នាទៅវិញទៅមកក្នុងពេលដំណើរគ្នាកណ្ដាប់ដៃរបស់យើងបានប៉ះទង្គិចគ្នាក្នុងមួយប៉ព្រិកលេខហើយខ្យល់អាកាសបានបន្លឺឡើងដូចជាមានការផ្ទុះទោះបីជាមានឈាមហូរចេញពីចมูกរបស់ស៊ិនគួនបន្តិចក៏ដោយក៏គេមានភាពរំភើបយ៉ាងខ្លាំងថាមពលក្បាច់គុណដ៏ខ្លាំងក្លាមួយបានពង្ការជាខែការពារនៅលើរាងកាយរបស់គេដើម្បីទប់ស្កាត់វិទ្យុសកម្មនុយក្លេអ៊ែរដែលខៀងបានបញ្ចេញនៅពេលឃើញបែបនេះភ្នែករបស់ខ្ញុំបានឆេះសន្ធោសន្ធោដោយស្មារតីប្រយុទ្ធមិនចេះចប់អញ្ចឹងឲ្យខ្ញុំប្រញាប់ញាក់នៅក្បាច់គុណដែលបានបន្តវេនគ្នានៅខាងគ្រួសារឈិនរបស់ខ្ញុំជាច្រើនចំនួនចុះបច្ចេកទេសក្បាច់គុណកណ្ដាប់ដៃរូបរាងនិងឆន្ទៈកំពូលភ្នំសត្វព្រឺសការវាយលុករបស់គេគឺលឿនខ្លាំងណាស់ក្នុងមួយពព្រាកភ្នែកគេបានវាយទ្រង់របស់ខ្ញុំយ៉ាងខ្លាំងខ្ញុំមិនអាចទុកបានក៏ខ្ជាក់ឈាមចេញមកមួយមាត់ហើយរាងកាយរបស់ខ្ញុំត្រូវបានខ្ទាតទៅក្រោយរាប់សពម៉ែត្រស៊ិនគួនបានវាយលុកម្ដងទៀតដោយយកទម្រង់ជាខ្លាឃ្មៀមដ៏ធំរាងកាយដ៏ធំស្រាប់របស់គេបានបុកទង្គិចមកលើខ្ញុំហើយខ្ញុំបានប្រោដាំដៃទាំងពីរដើម្បីរារាំងវាខ្ញុំបានចិញ្ញើត្រជាក់ដោយដឹងថាការវាយប្រហារខាងរូបរាងកាយរបស់ស៊ិនគួនដោយត្រូវបានបញ្ចូលដោយថាមពលក្បាច់គុណដែលបង្កឲ្យមានការខូចខាតទ្វេដងវិនាទីបន្ទាប់កណ្ដាប់ដៃរបស់គេបានរុំព័ទ្ធជុំវិញខ្លួនខ្ញុំរុំពេជ្រនោះខ្ញុំស្ថិតក្នុងស្ថានភាពជាប់សដែលអាចខៀងថាមពលក្បាច់គុណរបស់ខ្ញុំបានបន្ទាប់មកដោយយកទម្រង់ជាសត្វស្វាគេបានគ្រូវិញខ្ញុំទៅលើមីកយ៉ាងខ្ពស់បន្ទាប់មកទៀតដោយអង្គុយច្រហងដូចជាសត្វខ្លាគេបានវាយកណ្ដាប់ដៃអាប់ខាត់យ៉ាងខ្លាំងក្លាមកលើខ្ញុំគេបានបន្តការវាយលុកដៃការហោកចុងមកដូចជាសត្វឥន្ទ្រីដោយបកខ្ញុំទៅក្នុងដីយ៉ាងជ្រៅការវាយសម្រុកបន្តគ្នានេះបានធ្វើឲ្យខ្ញុំគ្មានផ្លូវតបតវិញបានឡើយបុគ្គលិកពេទ្យនៅខាងក្រៅសង្វៀនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលមកសង្គ្រោះខ្ញុំប៉ុន្តែនៅខណៈពេលបន្ទាប់ស៊ិនគួនស្រាប់តែមានអារម្មណ៍ព្រួយរំពេញខ្លួនប្រៀបដូចជាគេបានឃើញសត្វចម្លែកបំផ្លាញពិភពលោកមួយកំពុងលេចចេញពីក្នុងធូលីដីដៃមួយដែលគ្រប់ដណ្ដប់ដោយស្រកាបានលុកចេញមកហើយបន្ទាប់មកខ្ញុំក៏បានបង្ហាញខ្លួននៅចំពោះអ្នករាល់គ្នាការភ្ញាក់ដឹងខ្លួននៃខ្សែឈាមកតស៊ីឡាអ្នកពិតជាខាងណាស់ជាការតបស្នងអ្នកជាមនុស្សដំបូងគេដែលបានឃើញខ្ញុំនៅក្នុងស្ថានភាពនេះនៅពេលឮសម្ដីរបស់ខ្ញុំប្រសិទ្ធិភ្នែករបស់ស៊ិនហ៊ុនបានរីកធំហើយគេបានឈរនៅទីនោះដោយភាពស្រឡាំងកាំងទាំងស្រុងចំពោះភ្នែករបស់អ្នកដទៃការភ្ញាក់ដឹងខ្លួននៃខ្សែឈាមរបស់ខ្ញុំមានន័យតែមួយគត់
ខ្ញុំជាកម្ពុជាអ្នកមានទេពកោសល្យខាងខ្សែឈាមមិននឹកស្មានថាការភ្ញាក់ដឹងខ្លួននៃខ្សែឈាមរបស់អ្នកស្ថិតនៅកម្រិតដ៏លើសលប់បែបនេះសោះចំពោះភ្នែករបស់ខ្ញុំឧបករណ៍ចាប់សញ្ញាធម្មពលនៃពីមកភ្នែកកម្មការត្រួតពិនិត្យបានចាប់ផ្ដើមបញ្ចេញសំឡេងយ៉ាងខ្លាំងឧបករណ៍ចាប់សញ្ញាបានរកឃើញប្រមាណវិទ្យុសកម្មធម្មពលនុយក្លេអ៊ែរដ៏មហិមាពួកគេបានរួមគ្នាព័ទ្ធជំវិញសង្វៀនដោយធម្មពលក្បាច់គុណដើម្បីការពារកុំឲ្យមានការលេចលួយណាមួយក្នុងទម្រង់ពេលនេះតើសិនគេជុំបានភ្ញាក់ផលមកទៀតវាហាក់ដូចជាគេភឹងដឹងថាទើសសត្វវិញ្ញាណរបស់ខឹងជាអវិនោះទេដែលធ្វើឲ្យខ្ញុំដឹងថាគ្មានសត្វដូចជាកតស៊ីឡានៅលើភពផ្កាយខៀវ Blue Star ចរមរបស់សេនគាត់ចាប់ផ្ដើមហូរឈាមម្ដងទៀតខែលការពារក្បាច់គុណរបស់គេមិនអាចចុះទល់នឹងវិទ្យុសកម្មដ៏លើសលប់បាននោះទេទើបគេត្រូវតែបញ្ចប់រឿងនេះឲ្យបានឆាប់ការភ្ញាក់ដឹងខ្លួននៃខ្សែឈាមស្ដេចស្វាពិសាចផ្កាយម៉ាក់ បន្ទាប់មកគេបានបើកការវាយប្រហារមកលើខ្ញុំបច្ចេកទេសក្បាច់គុណកណ្ដាប់ដៃរូបរាងនិងឆន្ទៈការវាយប្រហាររបស់សត្វពស់ឃើញបែបនេះខ្ញុំក៏បានប្រើបច្ចេកទេសក្បាច់គុណផ្ទាល់ខ្លួនភ្លាមៗគឺកណ្ដាប់ដៃរារាំងភ្លុំដើម្បីតទល់នឹងការវាយប្រហាររបស់គេដៃរបស់គេត្រូវបានបំផ្លាញទាំងស្រុងប៉ុន្តែសំណាងល្អដែលវាមុតបានបែកខ្ទេចអ្នកពិតជាពូកែណាស់ឈិនគួនប៉ុន្តែជាអកុសលអ្នកមិនអាចផ្លាស់ប្ដូរលទ្ធផលបានទេនេះគឺជាលើកទី1ហើយដែលឈិនគួនស្ថិតនឹងស្ថានភាពចាន់ព្រៀបការប៉ានកិច្ចគ្នាប៉ុន្តែគេមិនបានដកថយឡើយកុំរវីរវាមឲ្យសោះបុរសមៀតធំខ្ញុំបានបញ្ចេញការវាយប្រហារជាបន្តទៅលើឈិនគួនទោះជាយ៉ាងណាក៏ដោយដៃរបស់គេដែលដូចជាសត្វពស់គ្មានឆ្អឹងបានរំពាត់ជុំវិញខ្លួនខ្ញុំគេបានប្រើស្ថានភាពដែលខ្ញុំមិនអាចកម្រើកបានដើម្បីផ្លាស់ប្ដូរទីតាំងរបស់គេបានលុតទៅលើអាកាសរួចប្រើបច្ចេកទេសក្បាច់គុណកណ្ដាប់ដៃរូបរាងនិងឆន្ទៈការជន់ឈ្លីរបស់សត្វដំរីចំពោះនឹងសំឡេងផ្ទុះដ៏ខ្លាំងរលកសំឡេងដ៏ធំបានបង្កើតជាកម្លាំងរញ្ជួយដែលស្ទើរតែធ្វើឲ្យផ្ទៃសង្វៀនទាំងមូលបែកខ្ទេចនៅពេលដែលធូលីដេបានរលាយបាក់ញាត់រត់គ្នាបាំងសំឡេងមើលទៅកណ្ដាលទីឡានដោយភាពមិនជឿខ្ញុំនៅតែឈរនៅទីនោះដោយមិនមានចំណានិងមិនញញើតឡើយឥឡូវនេះដល់វិញខ្ញុំម្ដងហើយរង្វង់រលកធម្មផលកខៀវបានចាប់ដើមភ្លៀឡើងនៅកណ្ដាប់ដៃរបស់ខ្ញុំកម្ដៅដ៏គួរឲ្យខាងបានធ្វើឲ្យខ្យល់អាកាសប្រែប្រួលទ្រង់ទ្រាប៉ុន្តែពុនពេលដែលខ្ញុំអាចធ្វើចំណាបានឈិនគួនស្រាប់តែលុតជង្គង់ចប់នៅលើដីបងប្រុសអ៊ីខ្ញុំសូមចុះចាញ់លើបែបនេះខ្ញុំមានអារម្មណ៍ស្រឡាំងកាំងនិងខកចិត្តធម្មផលដែលខ្ញុំបានប្រមូលផ្ដុំត្រូវបង្ខំចិត្តដកមកវិញដោយស្តាក់ទ័រយោងតាមច្បាប់បន្ទាប់ពីភាគីមីខាងអនជើចាំងភាគីមួយខាងគ្មានសិទ្ធិវាយប្រហារឡើយដូច្នេះហើយអាចជាការប្រកាសលទ្ធផលភ្លាមការប្រកួតបានចប់អស់អ៊ីហេជាអ្នកឈ្នះនាយកសាលាឯកជន King Feng មានទឹកមុខខាងសម្បាយ៉ាងខ្លាំងឯងហ៊ានចោះចាញ់ផងឬតើឯងដឹងថាយើងបានចំណាយប្រាក់អស់ប៉ុន្មានដើម្បីបណ្ដុះបណ្ដាលឯងអាសច្ឆាប្រៃរមើលគុណគុំសង្ឃឹមថានឹងបានចូលរៀនសាកលវិទ្យាល័យអីសោះដែលរាប់ណាឯងមិនទាន់បានសងប្រាក់ទាំងនោះវិញមុនពេលដែលគាត់និយាយចប់ដៃដ៏ធំរបស់ឈិនគួនបានដាក់នៅស្គររបស់គាត់ខ្ញុំមិនអាចទទួលកណ្ដាប់ដៃនោះបានទេខ្ញុំចោះចាញ់ដើម្បីជៀសវាងការខូចខាតដល់គ្រឹះក្បាច់គុណរបស់ខ្ញុំប្រសិនបើខ្ញុំមិនចោះចាញ់ទេតើលោកនឹងឡើងទៅទទួលកណ្ដាប់ដៃនោះជំនួសខ្ញុំដែរឬទេនាយកសាលាបានលេបទឹកមាត់ហើយនៅទីបន្ផុតក៏មិនបាននិយាយអ្វីទៀតដែរហើយតាមរបៀបនេះកម្ពុជាអ្នកខ្លាំង4នាក់នៃការប្រឡងចូលមហាវិទ្យាល័យត្រូវបានសម្រេចជាស្ថាពរបញ្ជីឈ្មោះសម្រាប់ការប្រកួតវះ4នាក់ចុងក្រោយបានចាប់ផ្ដើមឡើងខ្ញុំគឺជាអ្នកដំបូងគេដែលបានឡើងទៅចាប់ឆ្នោតហើយវាបានចាញ់លេខ1ម្ដងទៀតទន្ទឹមនឹងនោះដែរលាវឈៀនជូក៏បានបង្ហាញឆ្នោតរបស់នាងផងដែរនាងក៏ទទួលបានលេខ1ដូចគ្នាការប្រកួតពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រឡងចូលមហាវិទ្យាល័យជុំទី1ការប្រយុទ្ធគ្នាក្នុងផ្ទះរបស់វិទ្យាល័យលេខ1ក្រុងអាន់ចាញ់អ៊ីហេប្រកួតជាមួយលាវឈៀនជូការជជែកគ្នាតាមអ៊ីនធឺណិតកំពុងពិភាក្សាយ៉ាងក្តៅគគុកអំពីអ្វីដែលនឹងកើតឡើងនៅក្នុងការប្រកួតរបស់ពួកខ្ញុំព័ត៌មានដែលបានបង្ហាញរហូតមកដល់ពេលនេះគឺថាលាវឈៀងជូបានស្ទាត់ជំនាញបច្ចេកទេសក្បាច់គុណកម្រិតលឿនជ្រៅចំនួន2នាងថែមតាមបន្តបានបង្ហាញពីការភ្ញាក់ដឹងខ្លួននៃខ្សែឈាម Nether Sparrow កម្រិតទី4របស់នាងនៅឡើយទេចំណែកឯ E Having ត្រូវបានបង្ខំឲ្យប្រើការភ្ញាក់ដឹងខ្លួននៃខ្សែឈាមរបស់គេប្រឆាំងនឹងគូប្រកួតទោះបីជាខ្សែឈាមរបស់ E He មើលទៅហាក់ដូចជាខ្ពស់ខ្លាំងប្រហែលជាខ្សែឈាមកម្រិតទី4ដែរប៉ុន្តែគេមិនអាចប្រៀបធៀបជាមួយទេពធីតាលាវឈៀងជូបានទេដែលខ្សែឈាមរបស់នាងក៏ស្ថិតនៅកម្រិតទី4ហើយមានមូលដ្ឋានក្បាច់គុណដ៏អស្ចារ្យទៀតផងនៅខណៈពេលនេះការប្រកួតពាក់កណ្ដាលផ្នែកព្រួតជិតនឹងចាប់ផ្ដើមហើយ E He នៃវិទ្យាល័យលេខ1ក្រុងអាន់ចាញ់ប្រកួតជាមួយលាវឈៀងជូការប្រយុទ្ធចាប់ផ្ដើមភ្លាមនៅពេលដែលសម្លេងរបស់អញ្ញាកណ្ដាលបានជិនចប់ខ្សែងពណ៌សយ៉ាងច្រើនបានហួយឡើងជំរុញខ្លួនខ្ញុំហើយខ្ញុំបានចូលទៅក្នុងស្ថានភាពភ្ញាក់ដឹងខ្លួននៃខ្សែឈាមរបស់ខ្ញុំដោយផ្ទាល់អ៊ីហេខ្ញុំសង្ឃឹមថាអ្នកមានកម្លាំងគ្រប់គ្រាន់បច្ចេកទេសក្បាច់គុណរបស់លាវឈៀងជូគឺពូកែជាងខ្ញុំឆ្ងាយណាស់ជាមួយនឹងបច្ចេកទេសក្បាច់គុណដ៏ទេពកោសល្យរបស់នាងទោះបីជាមានកម្លាំងមហាសាលក៏ខ្ញុំមិនអាចធ្វើឲ្យនាងរងរបួសដែរទេកម្ពុជាអ្នកខ្លាំងផ្នែកក្បាច់គុណរូបនេះក៏មានបញ្ញាក្នុងការប្រយុទ្ធខ្ពស់ណាស់ដែរការប្រយុទ្ធកាន់តែអបបន្លាយយូរវានឹងកាន់តែមិនអបបន្លាយជានិច្ចដូច្នេះខ្ញុំត្រូវតែបញ្ចេញអស់ពីសមត្ថភាពតាំងពីដំបូង
ខ្ញុំបានប្រកាសការវាលោករបស់ខ្ញុំយ៉ាងខ្លាំងៗបច្ចេកទេសក្បាច់គុណកណ្ដាប់ដៃរាំងភ្នំដៃរបស់លាវឃីងជូបានធ្វើចលនាជារង្វង់ដោយកោចរន្តខ្យល់នៅពីមុខនាងហាក់ដូចជាចង់បឺស្រូបយកកណ្ដាប់ដៃដែលកំពុងសម្រុកចូលមកប៉ុន្តែវាគ្រាន់តែជាការបញ្ឆោតប៉ុណ្ណោះខ្ញុំបានអោនចុះក្រោមហើយបោកនាងជាមួយនឹងកន្ទុយដ៏ក្រាតនៃថាមពលក្បាច់គុណលាវឃីងជូបានរៀបចំជំហររបស់នាងឡើងវិញដោយមានការចាប់អារម្មណ៍ចំពោះលោកបេកគលដ៏ឆ្លាតវៃរបស់ខ្ញុំបានឆ្លៀតឱកាសនោះហើយជំនួយនឹងរូបរាងកាយដ៏រឹងមាំរបស់ខ្ញុំបានដេញតាមនាងយ៉ាងស្វិតស្វាយលាវឃីងជូបានប្រើបច្ចេកទេសក្បាច់គុណរបស់នាងយ៉ាងចំណានដើម្បីរំដោះខ្លួននិងបង្កើតកំឡាត់បន្តិចអ្នកមិនអាចរត់គេចបានញែបែបនេះចំពោះការវាឆ្វៀលដ៏សាហាវរលកនៃថាមពលក្បាច់គុណបានចូលទៅជិតនាងប៉ុន្តែនាងបានមើលឃើញរឿងនេះយ៉ាងច្បាស់ហើយបានគេចផុតដោយការលត់ត្រឡប់ក្រោយទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងចោះចោតខៀវបាននៅពីក្រោយនាងរួចជាស្រេចជាមួយនឹងកណ្ដាប់ដៃដែលត្រៀមជាស្រេចការវាសម្រុកដែលកណ្ដាប់ដៃយ៉ាងសន្ធប់មួយទៀតបានបង្ហោះឆ្ពោះទៅរកលាវឃីងជូនាងបានបែបញើសត្រជាក់នៅពេលដែលនាងការពារការវាប្រហារទាំងនោះប្រសិនបើរឿងនេះនៅតែបន្តនាងនឹងមិនអាចទ្រាំទ្របានយូរទៀតទេហើយនឹងត្រូវគេវាយឲ្យធ្លាក់ពីលើសង្វៀនហើយចាញ់ជាមិនខានលាវឃីងជូបានដឹងថានាងគ្មានជំរឿផ្សេងទៀតឡើយដូច្នេះនាងបានសម្រេចចិត្តប្រើសិលឹកអាចចុងក្រោយរបស់នាងការភ្ញាក់ដឹងខ្លួននៃខ្សែឈាម Nether Sparrow ស្លាបពណ៌ស្វាយក្រមៅមួយគូបានដុះចេញពីក្នុងរបស់លាវឃីងជូនេះគឺជាលើកទី1ហើយដែលនាងបានបញ្ញាប់ពីការភ្ញាក់ដឹងខ្លួននៃខ្សែឈាមរបស់នាងមិត្តរួមថ្នាក់អ៊ីហេសូមប្រយ័ត្នក្នុងទម្រង់នេះខ្ញុំមិនអាចគ្រប់គ្រងកម្លាំងរបស់ខ្ញុំបានទេអញ្ចឹងឬនោះគឺជាអ្វីដែលខ្ញុំចង់ឮពីព្រោះរហូតមកដល់ពេលនេះខ្ញុំទើបតែផ្លាយកម្លាំងប្រហែល 50% របស់ខ្ញុំតែប៉ុណ្ណោះបន្ទាប់មកខ្ញុំក៏នឹងបញ្ចាំងអស់ពីសមត្ថភាពដែរភ្លាមនៅពេលដែលសម្ដីរបស់ខ្ញុំបានបញ្ចប់នាងបានជប់ខឿននៅពីក្រោយខ្ញុំភ្លាមនាងបានវាយប្រហារដោយផ្ទាល់ជាមួយនឹងបច្ចេកទេសក្បាច់គុណកម្រិតលឿងជ្រៅម្រាមដៃត្បូងបុរាណទន្ទឹមនឹងនោះខ្ញុំបានប្រគល់ថាមពលសម្រាប់បច្ចេកទេសក្បាច់គុណផ្ទាល់ខ្ញុំកណ្ដាប់ដៃផ្ទាល់អាតូមីកជុំរៀមដៃពណ៌ត្បូងដ៏ស្រស់ស្អាតនិងកណ្ដាប់ដៃបិសាចដែលបញ្ចេញពន្លឺពណ៌ខៀវដ៏សាហាវបានប៉ះទង្គិចគ្នាបង្កើតឲ្យមានប្រតិកម្មថាមពលយ៉ាងខ្លាំងក្លានៅខណៈពេលការប៉ះទង្គិចជាមួយនឹងសម្លេងផ្ទុះយ៉ាងខ្លាំងការផ្ទុះដ៏ធំនៃពន្លឺនិងកម្ដៅរួមជាមួយចរិនខ្យល់ដែលបក់បានធ្វើឲ្យពួកយើងទាំងពីរខ្ទាតចេញពីគ្នាលាវឈីងជូបានវាយស្លាបពណ៌ស្វាយក្រមៅរបស់នាងដើម្បីទប់ទល់នឹងផលប៉ះពាល់នៃចរិនខ្យល់ប៉ុន្តែនៅពេលដែលធូលីបានរលាយបាត់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឆ្អឹងដែលលួយចេញមកបានដុះនៅលើខ្នងរបស់ខ្ញុំដោយបញ្ចេញសំឡេងប្រេះស្រាំជាមួយនឹងរលកនៃថាមពលក្បាច់គុណដ៏គួរឲ្យខ្លាចលាវឈីងជូមានអារម្មណ៍ថាមានការគំរាមកំហែងដល់ជីវិតតើមានអ្វីកើតឡើងរូបរាងពិតនៃសត្វវេទមន្តរបស់ហ៊ីហេហាក់ដូចជាកំពុងបញ្ចូលថាមពលឆ្អឹងខ្នងដែលលួយចេញមកហាក់ដូចជាកំពុងសន្សំថាមពលយ៉ាងមហាសាលហើយវាត្រូវបានបញ្ចូលទៅមាត់របស់គេបន្តិចម្ដងហើយជាមួយនឹងរឿងនោះខ្ញុំបានបញ្ចេញចំណីចុងក្រោយកាមរស្មីដង្ហើមអាតូមីកថាមពលក្បាច់គុណគឺខ្លាំងពេកសម្រាប់លាវឈីងជូនាងមានតែសម្រាប់ចិត្តបត់ស្រាប់របស់នាងដើម្បីរំពាត់ខ្លួនឯងឲ្យជិតក្នុងពេលជាមួយនឹងគ្នានោះនាងបានបញ្ចូលថាមពលសម្រាប់សមត្ថភាពផ្ទាល់ខ្លួនរបស់នាងប៉ុន្តែនៅវិនាទីបន្ទាប់ចរន្តថាមពលដ៏គួរឲ្យខ្លាចបានលេបរបស់នាងភ្លាមនោះជំនីក្បាច់គុណរបស់លាវឈីងជូការបង្វែរស្លាប់បានដំណើរការដែលឆ្លុះបញ្ចាំងថាមពលក្បាច់គុណចេញទៅឆ្ងាយដែលបំបែកកម្លាំងវៃបកការអ្នកទស្សនាមានការភ័យខ្លាចចំពោះកម្មរស្មីថាមពលដែលកំពុងសម្រុកចូលមកទោះជាណាក៏ដោយថាមពលក្បាច់គុណពណ៌មាសបានគ្រប់ដំណើរសង្វៀនទាំងមូលវាបានរលាការវៃបកការដែលបំភ្លេចបុណ្យសាខ្យងយ៉ាងងាយស្រួលដែលគឺជាអភិបាលក្រុងអានជិងលោកហួងឃីនចាំមើលចុះកម្ពុជាអ្នកប្រតិបត្តិខ្លាំងជាតិក្នុងប្រវត្តិសាស្ត្រក្រុងអានជិងរបស់យើងនឹងកើតឡើងនៅថ្ងៃនេះនៅខណៈពេលនេះឈាមបានស្រាប់ជុំមើលលើកាស្លាប់របស់លាវឈីងជូបានរហែករត់នឹងខ្លោចគេពិតជាបានកម្ចាត់ការបង្វាយការភ័យការរត់អ្នកទៅស្ប៉ារូរកក្រុងដោយការវៃបកការតែអូលើវិបណោះតាំងពីនាងកើតមកគ្រូសាលីវបានដាក់គេសង្ឃឹមយ៉ាងខ្លាំងក្លានាងនៅការជប់វិបានរបស់ខ្លួននាងហ៊ាននីត្រូឌីស្ទិនទៅមកក្នុងការវិក្ណាពីមីពូកិតទៅមកដើម្បីកាត់ស្កាយគេរស្មាជាគុណឆ្លាតរបស់គ្រូសាលីវឥទ្ធិពលរបស់ដៃនាងប្រៀបដូចជាអង្គការជ្រុកការដោយថប់នឹងហោខ្ញុំហត់ណាស់មិត្តរួមថ្នាក់យីហេពិតជាខ្លាំងមែនការប្រឈមមុខជាមួយគូប្រកួតដែលខ្លាំងបែបនេះវាជារឿងធម្មតាទេដែលខ្ញុំមិនអាចឈ្នះអ្នកគួរតែអាចចាប់យកឱកាសដែលខ្ញុំកំពុងបង្ហាញនេះបានមែនទេមិត្តរួមថ្នាក់យីហេបញ្ចប់ខ្ញុំឲ្យលឿនទៅលាវឃីងជូគិតបន្ទាប់មកនាងក៏បានវាសម្រុកមួយក្បាច់ដែលចេតនាធ្វើឲ្យខ្សោយហេតុអ្វីបានជាអ្នកមិនកិច្ចមិត្តរួមថ្នាក់ឃីងជូតើស្មារតីប្រយុទ្ធរបស់អ្នកបាត់ទៅណាអស់ហើយចាប់តាំងពីការចាប់ផ្ដើមនៃការប្រយុទ្ធមកខ្ញុំមានអារម្មណ៍ថាអ្នកហាក់ដូចជាមានការរំខានក្នុងចិត្ត
តែអ្នកធ្លាប់ចាត់ទុកខ្ញុំជាគូប្រកួតពិតប្រាកដដែរឬទេខ្ញុំនឹងយកតំណែងអ្នកប្រាជ្ញកម្ពុជានេះដោយយុត្តិធម៌និងត្រឹមត្រូវចូលយកចិត្តទុកដាក់ឲ្យមែនតែនការវិដំណាងនោះបានចំគោលដៅលើលាវឃីងជូពេញទំហឹងប៉ុន្តែនាងស្ទើរតែមិនអាចទប់ទល់វាបានឡើយអ្នកគួរតែចាប់ផ្ដើមចាត់ទុកខ្ញុំឲ្យមែនតែនទៅប្រសើរជាងខ្ញុំបន្តវានាងឲ្យដួលទៅនឹងដីចង់ឲ្យនាងប្រយុទ្ធដោយយកចិត្តទុកដាក់លើកនេះខ្ញុំច្បាស់ជាហៀបនឹងប្រគល់ជាជំនះឲ្យអ្នកទៅហើយហេតុអ្វីបានជាអ្នកនៅតែដេញតាមវាខ្ញុំកុំវាចំមុខមនុស្សស្រីអាមនុស្សឈួតភ្លាមនោះថាមកពលក្បាច់គុណដ៏ខ្លាំងក្លាមិនគួរឲ្យជឿមួយបានផ្ទុះឡើងនិងបានរុញច្រានខ្ញុំឲ្យខ្ទះទៅចម្ងាយអញ្ចឹងទៅប្រសិនបើអ្នកមិនចង់ឲ្យគេវាចំមុខនោះចូលយកចិត្តទុកដាក់ទៅធូលីបានហុយខ្ចាត់ស្លាបយ៉ាក់មួយគូពណ៌ស្វាយលីខ្មៅលាតសន្ទឹងចេញមកនេះគឺជាក្បាច់គុណហាមឃាត់ការបញ្ឆេះឈាមដែលបង្ហាញពីទម្រង់ភាពជាសត្វវេទមានរបស់នាងមិត្តរួមថ្នាក់យីហែតាមបំណងរបស់អ្នកទៅចោះខ្ញុំនឹងកម្ចាត់អ្នកក្នុងទម្រង់ដែលខ្លាំងបំផុតរបស់ខ្ញុំអ្នកបានបង្ហាញទម្រង់សត្វវេទមានពិតប្រាកដរបស់អ្នកហើយឬនេះពិតជាគួរឲ្យកត់សម្គាល់ជាងមុនឆ្ងាយណាស់បើអញ្ចឹងខ្ញុំក៏មិនអាចខ្ជិលបានដែរនេះគឺជាបច្ចេកទេសរាងកាយដែលខ្ញុំបានបង្កើតឡើងដោយការព្យាផ្ជាំរវាងគំរូ Godzilla ជាមួយនឹងក្បាច់គុណរឹងមាំដែលហៅថារាងកាយប្រយុទ្ធពន្លឺនុយក្លេអ៊ែរការផ្ទុះមួយធំបានរុញច្រានខ្ញុំឲ្យហោះទៅដូចជាគ្រាប់មីស៊ីលសម្ដៅទៅរកលាវឃីងជូដោយផ្ទាល់ប៉ុន្តែនាងបានបំវត្តស្លាបរបស់នាងប្រមូលផ្ទុំចរន្តខ្យល់ជុំវិញខ្លួនជាមួយនឹងខាមពលក្បាច់គុណនិងវាយបក់មកវិញដោយបច្ចេកទេសខ្យល់ភីវហែកហួរប៉ុន្តែខ្ញុំមិនបានបង្ហាញការភ័យខ្លាចឡើយដោយបានលូតជល់ទៅក្នុងខ្ជុលព្យុះនោះដូចជាគ្រាប់បែកទឹកហើយបានបំបែកខ្ជុលព្យុះនោះដោយបច្ចេកទេសធ្នួបដៃផ្ទុះបន្ទាប់មកលាវឃីងជូបានដកដង្ហើមធំបើកមាត់ហើយបញ្ចេញសំឡេងស្រែកដូចសច្ចាបយ៉ាងខ្លាំងរលកសំឡេងដែលមើលឃើញនឹងភ្នែកបានប៉ះទង្គិចជាមួយកណ្ដាប់ដៃរបស់ខ្ញុំហើយនៅទីបញ្ចប់បានរុញច្រានខ្ញុំឲ្យខ្ទាតចេញទៅញាក់គិតថាមានតែញាក់ម្នាក់ឯងទេឬដែលចេះស្រែកឆ្អឹងដែលលយចេញពីឆ្អឹងខ្នងរបស់ខ្ញុំបានភ្លឺឡើងម្ដងទៀតជាមួយនឹងពន្លឺពណ៌ខៀវមួយទៅមួយខ្ញុំនឹងមិនចាញ់ល្បិចចាស់ដដែលទៀតទេខ្ញុំនឹងមិនការពារឡើយលើកនេះខ្ញុំនឹងបញ្ចេញក្បាច់ដែលខ្លាំងបំផុតរបស់គ្រួសារលាវហើយខ្ញុំនឹងប្រឈមមុខជាមួយអ្នកដោយផ្ទាល់ភ្លាមនោះខ្ញុំបានបញ្ចេញដង្ហើមអាតូមិកនៅកម្រិតថាមពលអតិមាភិមាទន្ទឹមនឹងនោះដែរលាវឃីងជូក៏បានបញ្ចូលថាមពលសម្រាប់ការវាយប្រហាររបស់នាងយ៉ាងពេញលេញខាងដែរសមត្ថភាពខ្សែលោហិតបន្លាឈាមភពនិរោគភ្លាមមុនពេលដែលការវាយប្រហារទាំងពីរនឹងប៉ះទង្គិចគ្នាអភិបាលក្រុងអាន់ឆាងគឺលោកហួងឃីងបានប្រើបច្ចេកទេសសែនផ្ទាល់ខ្លួនរបស់លោកមហាកំពែងខ្សែទឹកដីទេវតាបានផ្ទុះឡើងពីដីនៅចន្លោះការវាយប្រហារទាំងពីរថាមពលក្បាច់គុណដ៏ខ្លាំងក្លាបានបោកទង្គិចគ្នាចំកណ្ដាលមហាកំពែងខ្សែទឹកដីទេវតាបានកាត់បន្ថយការខូចខាតដែលអាចបង្កឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននៅក្នុងទីលានប្រកួតទោះបីជាគាត់បានបញ្ចេញមហាកំពែងខ្សែទឹកដីទេវតាចំនួន3ទាន់ពេលវេលាដើម្បីពន្យាតការវាយប្រហារពេញកម្លាំងរបស់ខ្ញុំនិងលាវឃីងជូក៏ដោយក៏វាមានភាពប្រញាប់ប្រញាល់ពេកហើយកំពែងទាំង3នោះមិនរឹងមាំដោយធម្មតាឡើយនៅខណៈពេលនេះនៅចំកណ្ដាលទីលានប្រកួតលាវឃីងជូបានដេកដួលលើដីស្លាបទាំងទីរបស់នាងត្រូវបានខ្លោយខ្លាំងដៃមកខាងរបស់នាងក៏ត្រូវបានរលាកយ៉ាងធ្ងន់ផងដែរខ្ញុំមិនអាចបោះបង់បានទេខ្ញុំនៅតែប្រយុទ្ធបានបន្ទាប់មកឈាមបានឈានជើងទៅមុខឈរពីលើនាងដោយមើលទៅហាក់ដូចជាមិនមានរងរបួសពីការវាយប្រហារនោះទេប្រសិនបើអ្នកមិនបញ្ចេញវិទ្យុសកម្មនុយក្លេអ៊ែរចេញពីរាងកាយរបស់អ្នកទេអ្នកនឹងក្លាយជាជនពិការនៅថ្ងៃអនាគតលាវជីងជូបានស្ងៀមស្ងាត់មួយសន្ទុះប៉ុន្តែបន្ទាប់មកក៏បានត្អូញត្អែរដោយការខកចិត្តថាខ្ញុំមិនដែលចង់ប្រយុទ្ធជាមួយអ្នកដល់កម្រិតនេះទេហេតុអ្វីបានជាអ្នកត្រូវទាញខ្ញុំចូលក្នុងរឿងនេះឮបែបនេះខ្ញុំក៏អង្គុយចុះហើយសម្លឹងមើលចំភ្នែករបស់នាងតែអ្នកពិតជាមិនចង់ប្រយុទ្ធជាមួយខ្ញុំមែនឬមួយក៏អ្នកកំពុងតែរឹងរូសមិនព្រមទទួលស្គាល់ស្មារតីប្រកួតប្រជែងរបស់អ្នក
ពេលដែលខ្ញុំកំពុងប្រយុទ្ធជាមួយអ្នកអំបានមឹងនេះខ្ញុំអាចទទួលអារម្មណ៍ពីបំណងប្រាថ្នាចង់ឈ្នះរបស់អ្នកបានលីវជីងជូបានធាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ម្ដងទៀតបន្ទាប់ពីបានឮរឿងនេះខ្ញុំនិយាយត្រីហើយអំបានមឹងនេះនាងពិតជាកំពុងគិតចង់ឈ្នះខ្ញុំមែននាងបានពិចារណាពីសកម្មភាពរបស់នាងខ្ញុំកាត់អីហ្នឹងខ្ញុំច្បាស់ជាស្អប់ការប្រយុទ្ធហើយចង់ចាញ់គាត់ឲ្យបានលឿនប៉ុន្តែក្នុងអំឡុងពេលដែលការប៉ះទង្គិចគ្នាខ្ញុំមានអារម្មណ៍រំភើបជាមួយនឹងស្មារតីប្រយុទ្ធរំពេះនោះខ្ញុំបានដាក់ដៃលើស្មារបស់នាងដោយស្រូបយកវិទ្យុសកម្មនុយក្លេអ៊ែរទាំងអស់ចេញពីរាងកាយរបស់នាងអ្នកមានការរំខានច្រើនពេកក្នុងការប្រយុទ្ធនោះហើយជាមូលហេតុដែលអ្នកចាញ់ទោះជាយ៉ាងណាក៏អ្នកនៅតែជាគូប្រកួតដ៏ខ្លាំងបំផុតដែលខ្ញុំបានជួបរហូតមកដល់ពេលនេះខ្ញុំសង្ឃឹមថាពួកយើងនឹងមានឱកាសសម្រាប់ការប្រយុទ្ធដ៏បរិសុទ្ធមួយនៅពេលក្រោយពេលឮពាក្យរបស់ខ្ញុំលាវជីងជូមើលទៅពិតជាសប្បាយយ៉ាងច្បាស់ភ្លាមធូលីដីក៏បានរសាត់បាត់ទៅបង្ហាញឲ្យខ្ញុំកំពុងឈរតែម្នាក់ឯងដោយមោទនភាពការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់លើកទី1បានបញ្ចប់អ៊ីហឺមកពីវិទ្យាល័យអនចេញលេខ1ជាអ្នកឈ្នះឈូចៅនិងឈៀងទាំងពីរនាក់បានឈានទៅវគ្គផ្ដាច់ព្រាត់ការប្រកួតវគ្គផ្ដាច់ព្រាត់នៃការប្រឡងចូលមហាវិទ្យាល័យអនចេញបានចាប់ផ្ដើមកូនសេតខ្មៅអ៊ីហឺប្រកួតជាមួយកំពូលអ្នកខ្លាំងឈូចៅដាវទឹកកករបស់ឈូចៅដែលបញ្ចេញនូវក្លិនអายត្រជាក់បានគិតរៀងឡើងនៅក្នុងបាតៃរបស់គាត់សូមមេត្តាចង្អុលផងដែរចិនចូលមកវីខ្ញុំឲ្យប្រើអស់ពីសមិទ្ធភាពរបស់អ្នកមកឈូចៅបានផ្លាស់ប្ដូរដូចជាស្រមោលបញ្ចេញនៅជំហានផ្កាយបន្ទីរបស់គាត់មករកខ្ញុំផ្លែដាវធម្មពលយុទ្ធគុណជាច្រើនបានតម្រង់មករកខ្ញុំប៉ុន្តែខ្ញុំគ្រាន់តែទាញកណ្ដាប់ដៃរបស់ខ្ញុំទៅក្រោយហើយវាយសង្កត់វាទៅលើដីរលកឆាក់នោះគឺមានកម្លាំងគ្រប់គ្រាន់ក្នុងការបំបែកការវាយប្រហារដែលកំពុងតម្រង់មកនិងបំបែកកាយបំបែកស្រមោលរបស់គាត់ឲ្យខ្ទេចខ្ទីឈូជូបានសម្លឹងមើលរណ្ដាវនៅក្នុងសង្វៀននិងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងជាមួយនឹងថាមពលការពាររបស់គាត់មិនអាចប្រឈមមុខជាមួយខ្ញាំងដោយផ្ទាល់បានទេដោយសារតែខ្ញាំងមិនអាចប្រយុទ្ធជាមួយគាត់ក្នុងចម្ងាយជិតបានខ្ញុំនឹងធ្វើឲ្យគាត់អស់កម្លាំងពីចម្ងាយឈូជូបានដំណើរការកាត់ដាស់ខ្សែស្រឡាច់ឈាមរបស់គាត់ភ្លាមអ្នកកធាតតកកថាមពលខ្សែស្រឡាច់ឈាមសរសៃឈាមតកកបន្លាតកកយ៉ាងសន្ធឹកសន្ធាប់បានប្រមូលផ្ដុំគ្នាទៅជារលកយក្សស៊ូណាមីតកកដោយបោកបក់មករកខ្ញុំផ្ទាំងតកកមួយដុំតូចនួយបានផុសចេញពីដីនិងបានបង្កក់ខ្ញុំរួមជាមួយនឹងទីលានទាំងមូលទោះបីជាយ៉ាងណាក៏ដោយការបញ្ចេញនៃថាមពលតកកដ៏ខ្លាំងក្លាបែបនេះបានធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់ឈូជូយ៉ាងខ្លាំងមើលចុះផ្ទាំងតកកកំពុងតែចាប់ផ្ដើមរលាយហើយមួយសន្ទុះក្រោយកម្រិតស្មៃថាមពលពណ៌ខៀវដ៏ភ្លឺចែងចាំងបានទម្លុះផ្ទាំងតកកបានបាញ់តម្រង់ត្រង់ទៅកាន់ឈូជូដែលតែងតែប្រយ័ត្នប្រយែងជានិច្ចបានបញ្ជាដីភ្លាមដើម្បីបង្កើតសសរតកកមួយរុញខ្លួនឯងឲ្យជៀសផុតពីផ្លូវនោះកម្រិតស្មៃថាមពលពណ៌ខៀវនោះបានបុកទង្គិចជាមួយនឹងប្រព័ន្ធការពាររបស់គាត់ថាមពលនាគតកករបស់ញាក់មិនដែលប្រើការលើខ្ញុំទេមើលទៅហាក់ដូចជាខ្ញុំពិតជាអាចទប់ទល់ជាមួយនឹងសមត្ថភាពរបស់ញាក់បានឈូជូបានដឹងថាគម្លាតនៃកម្លាំងរបស់យើងទាំងពីរគឺធំធេងពេកហើយអ៊ីហឺទទួលយកក្បាច់ចុងក្រោយរបស់ខ្ញុំទៅក្បាច់នេះគឺជាកម្រិតលំកំណត់នៃយុទ្ធគុណបច្ចុប្បន្នរបស់ខ្ញុំដែលដើមមានបំណងទុកប្រើសម្រាប់លាវឃីងជូទេណែបន្ទាប់មកដាវដ៏ធំសម្បើមមួយដែលបង្កើតឡើងពីតកកនិងថាមពលយុទ្ធគុណបានលេចចេញពីដៃរបស់គាត់លាតសន្ធឹងទៅលើមេឃគាត់បានបញ្ចេញនូវបច្ចេកទេសមួយដែលគេស្គាល់ថាបំផ្លាញព្រលឹងចេតនាដាវអភិបាលក្រុងមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះការបង្ហាញបច្ចេកទេសនេះគឺជាចេតនាដាវជាបច្ចេកទេសមួយនៅវ័យក្មេងបែបនេះដោយប្រើអស់កម្លាំងទាំងអស់របស់គាត់បានគ្រវីដាវដ៏ធំសម្បើមកាប់ចុះមករកខ្ញុំនៅពេលនោះឈាមមួយដំណក់បានស្រឹកលងមកលើដី ពេលដែលខ្ញុំកំពុងប្រយុទ្ធជាមួយអ្នកអំបានមឹងនេះខ្ញុំអាចទទួលអារម្មណ៍ពីបំណងប្រាថ្នាចង់ឈ្នះរបស់បាន
ការធ្វើខាតែមួយគត់ដែលឈូโซឲ្យធ្វើបានគឺត្រង់តែស្នាមមុតតូចមួយនៅខាងក្នុងដៃពាក់អាក្រក់របស់ខ្ញុំប៉ុណ្ណោះអ្នកប្រហែលជាមានឱកាសប្រសិនបើអ្នកទទួលបានដាវដែលល្អជាងនេះនៅថ្ងៃអនាគតឈូโซមិនអាចជឿផ្នែកខ្លួនឯងបានទេដាវទឹកកករបស់គាត់ដែលពោពេញទៅដោយធម្មពលយិត្តគុណត្រូវបានបាក់បែកជាបំណែកតើខ្ញុំនឹងមានឱកាសប៉ុណ្ណាទៅខ្ញុំបានឆ្លើយតបដោយស្នាមញញឹមថាប្រសើរជាងឱកាសជោគជ័យរបស់អ្នកវង្វេងស្នេហាបន្តិចជូโซនិយាយលេងជិញបន្ទាប់មកក៏បានព្រមទទួលស្គាល់ការចាញ់ដោយផ្ទាល់តែម្ដងអាញាកណ្ដាលបានប្រកាសដោយក្តីរំភើបថាវគ្គផ្ដេចព្រាត់នៃការប្រឡងចូលមហាវិទ្យាល័យ An Cheng ជាអ្នកឈ្នះជូនចំពោះទស្សនិកជននៅទីនេះនិងអ្នកដែលកំពុងទស្សនាការប្រឡងចូលមហាវិទ្យាល័យ An Cheng លើកទី24តាមរយៈការផ្សាយផ្ទាល់បន្ទាប់ពីការប្រយុទ្ធយ៉ាងបង្ហូរឈាមអស់រយៈពេល3ថ្ងៃកំពូលអ្នកប្រាជ្ញយុទ្ធគុណរបស់ទីក្រុង An Cheng របស់យើងទីបំផុតបានចាប់កំណើតហើយគេគឺមកពីវិទ្យាល័យ An Cheng លេខ1សិតខ្ញុំឮថាកម្លាំងរបស់អ្នកកើតឡើងដោយការកើនឡើងនៃចុងក្រោយដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងសន្សំទុកឥឡូវនេះដោយសារតែអ្នកបានឈ្នះតំណែងជាកំពូលអ្នកប្រាជ្ញហើយតើអ្នកមានអ្វីចង់និយាយដែរឬទេខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលអ្នកយកព័ត៌មានអាចរៀបរាប់ពីការលួចបន្លំរបស់ខ្ញុំនៅរបៀបដ៏ពីរោះបែបនេះជាដំបូងខ្ញុំសូមអរគុណដល់លោកគ្រូរបស់ខ្ញុំគាត់គឺជាអ្នកដែលមិនបោះបង់ខ្ញុំចោលនៅពេលដែលខ្ញុំធ្លាក់ដល់ចំណុចទាមបំផុតអ្នកដែលបានលើកទឹកចិត្តខ្ញុំនិងផ្ដល់ឲ្យខ្ញុំនៃឆន្ទៈក្នុងការប្រយុទ្ធទន្ទឹមនឹងនោះលោកគ្រូប្រចាំថ្នាក់របស់ខ្ញុំកំពុងតែស្រក់ទឹកភ្នែកដោយសារតែការសរសើរដែលគាត់ទទួលបានភ្លាមនាយកសាលានៅជួរមុខនៃកន្លែងអង្គុយទស្សនាក៏បានក្រោកឈរភ្លាមតែម្ដង2លានជួយផ្សព្វផ្សាយវិទ្យាល័យ An Cheng លេខ1របស់យើងនិងខ្ញុំនឹងផ្ដល់រង្វាន់អាហារូបករណ៍ចំនួន2លានដល់អ្នកខ្ញុំសូមអរគុណដល់សាលាចាក់របស់ខ្ញុំនិងសូមអរគុណដល់លោកនាយកសាលារបស់ខ្ញុំបើមិនមានការដឹកនាំដ៏ឈ្លាសវៃរបស់គាត់ទេជាចុងក្រោយខ្ញុំសូមអរគុណដល់ខ្លួនឯងបើមិនមានការខិតខំប្រឹងប្រែងនិងភាពឆ្លាតវៃរបស់ខ្ញុំផ្ទាល់ទេខ្ញុំច្បាស់ជាមិនអាចទទួលបានភាពរុងរឿងនៅថ្ងៃនេះឡើយឌីងសូមអបអរសាទរដល់ម្ចាស់ប្រពន្ធដែលបានទទួលចំណងជើងថែកំពូលអ្នកប្រាជ្ញអ្នកត្រូវបានផ្ដល់រង្វាន់នៅការចាប់យកសមត្ថភាពគំរូដោយចៃដន្យចំនួន1ពេលលើការដាស់តឿនរបស់ប្រពន្ធខ្ញុំមានអារម្មណ៍រំភើបភ្លាមខ្ញុំឆ្ងល់ថាតើគំរូបន្ទាប់ដែលខ្ញុំចាប់បាននឹងមានថាមពលខ្លាំងដូច Godzilla ដែរឬទេខ្ញុំបានដើរតម្រង់ទៅរកច្រកចេញនៃកីឡាដ្ឋានដោយក្តីរំភើបប៉ុន្តែភ្លាមនៅពេលដែលខ្ញុំរុញទ្វារបើកខ្ញុំត្រូវបានឡោមព័ទ្ធដោយកាមេរ៉ានិងមីក្រូហ្វូនជាច្រើនដូចព្រៃសិស្សតើអ្នកគិតថានរណាស្អាតជាងរវាងលាវខៀងជូឬកាយសាវលីងពេលឮសំណួរដ៏គួរឲ្យអស់សំណើចរបស់អ្នកយកព័ត៌មាននេះខ្ញុំពិតជានិយាយលេងចិនហើយបានរត់សម្ដៅទៅតារាងបាល់បោះតែម្ដងទោះជាយ៉ាងណាក៏មិនយូរបន្ទាប់ពីខ្ញុំមកដល់កន្លែងស្ងាត់មួយបុរសម្នាក់ពាក់អាវធំវែងពណ៌ខ្មៅបណ្ដោះខៀងវិញសូមអបអរសាទរដែលបានឈ្នះតំណែងជាកំពូលអ្នកប្រាជ្ញខ្ញុំមកពីរាជធានីអធិរាជតោះយើងនិយាយអំពីបញ្ហាសាវហ្សែនរឿងនេះធ្វើឲ្យខ្ញុំភ្ញាក់ផាវយ៉ាងខ្លាំងខ្ញុំមិនបានដោះសាវហ្សែនណាមួយទេសមត្ថភាពទាំងអស់របស់ខ្ញុំគឺបានមកពីគំរូបិសាចតើបុរសម្នាក់នេះដឹងពីសមត្ថភាពរបស់ខ្ញុំតែគាត់ជានរណាពាក្យថាសាវហ្សែននេះអ្នកបានឮវាពីឪពុករបស់អ្នកខ្ញុំបានពឹងជែកពីរឿងនេះដោយសារតែយោងទៅតាមការចងចាំរបស់ម្ចាស់រូបរាងដើមវាពិតជាអញ្ចឹងសិរតើអ្នកមិនឆ្ងល់ទេឬថាហេតុអ្វីបានជាឪពុករបស់អ្នកដែលជាអ្នកបើកតាក់ស៊ីធម្មតាម្នាក់ដឹងពីពាក្យនេះដែលវាខុសស្រឡះពីវិជ្ជាជីវៈរបស់គាត់ទាំងស្រុងដោយសារតែស្ថានភាពពិសេសរបស់អ្នករាជធានីអធិរាជអាចបើកឯកសារសម្ងាត់មួយសម្រាប់អ្នកដោយមិនស្ទើរខ្ញុំបានបើកឯកសារនោះដើម្បីអានវាបានកត់ត្រាពីព្រឹត្តិការណ៍ Prometheus ដែលធ្លាប់ជាវិទ្យាល័យ Zen ឆ្នាំមុខនៅលើផ្កាយពណ៌ខៀវត្រូវបានបិទទ្វារបន្ទាប់ពីមានព្រឹត្តិការណ៍មួយដែលបង្ខំឲ្យអ្នកស្រាវជ្រាវរបស់វាត្រីរាប់ខ្លួនចំណោមគម្រោងសំខាន់របស់វាគឺបច្ចេកវិទ្យាសាវហ្សែនដូច្នេះពួកគេគិតថាឪពុកកំសត់របស់ខ្ញុំជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃ Prometheus ហើយខ្ញុំគឺជាលទ្ធផលរបស់ការស្រាវជ្រាវសម្ងាត់របស់ Prometheus
សូមកុំបារម្ភអីប្រទេសជាតិនឹងមិនធ្វើឲ្យអ្នកជួបការលំបាកឡើយខ្ញុំមកទីនេះលើកនេះគ្រាន់តែចង់ឲ្យអ្នកយល់ពីស្ថានភាពប៉ុណ្ណោះលើពីនេះទៅទៀតអ្នកគឺជាគោលដៅសំខាន់សម្រាប់ការបណ្ដុះបណ្ដាលថ្នាក់ជាតិហើយពួកយើងនឹងការពារសុវត្ថិភាពរបស់អ្នកគ្រប់ពេលវេលា ពេលឮបែបនេះខ្ញុំបានងក់ក្បាលហើយមិនបានបន្តការសន្ទនាទៀតបន្ទាប់ពីអាយគាត់ត្រឡប់ទៅវិញខ្ញុំពិតជារំភើបយ៉ាងខ្លាំងខ្ញុំពិតជាត្រូវរង្វាន់ធំមែននៅក្នុងការប្រឡងចូលមហាវិទ្យាល័យនេះខ្ញុំអាចទទួលបានអាហារូបករណ៍និងសម្បត្តិចូលរៀននៅសាកលវិទ្យាល័យអធិរាជជាការពិតណាស់